ឡើងកាន់តំណែងជាអគ្គនាយកតែព្រះបាយជាលេងសើចនឹងខ្ញុំយ៉ាងធំទៅវិញយើងដកតំណែងបាយជាងច័ន្ទដកហូតឋាននរស័ក្តិទាំងអស់មិនអនុញ្ញាតឲ្យត្រឡប់មកកាន់រាជធានីវិញឡើយត្រកូលបាយនៅរាជធានីត្រូវនិរទេសទៅកាន់លៀងជើជាអ្នកស្រុកព្រំដែនបើអ្នកណាហ៊ានប្រឆាំងនឹងត្រូវទទួលទោសប្រហារជីវិតដោយគ្មានការលើកលែងនេះជាព្រះរាជចំការទូលបង្គំទទួលព្រះរាជបញ្ជាហើយឡានជាតិមួយនេះចុងស៊ឺខ្ញុំពិតជាសុំទោសអ្នកម៉ាក់នេះប្រកាសជាសុបិនហើយខ្ញុំទៅតែបានឡើងជាអគ្គនាយកតំបន់ខ្ញុំមិនចង់ឆ្លងពុកទេណាខ្ញុំពិតជាបានឆ្លងភពមកកាន់សម័យកាលបុរាណមួយហើយឈ្មោះក៏ហៅអានផៃឡានដែរទៅតែមកដល់ក៏ត្រូវគេរឹបអូសទ្រព្យសម្បត្តិនឹងនិរទេសចេញឥឡូវនេះកាន់តែយ៉ាប់អាចាស់ក្បាលខូចនេះកំពុងរឹបអូសផ្ទះសម្បែងខឹងរហូតចង់ដាច់ខ្យល់ស្លាប់ហើយបោះបង់រឿងរ៉ាវដ៏ស្មុគស្មាញនេះមកលើស្ត្រីវ័យ50ឆ្នាំម្នាក់បាក់អ្នកដឹងខ្លួនហើយយាយតើអ្នកមានអារម្មណ៍ធូរស្រាលជាងមុនទេអាពួកឈួតនេះយាយអ្នកនិយាយអ្វីនរណាជាឈួតរឿងនេះរឿងនោះម៉ាក់តើអ្នកចង់ពិសាអ្វីទេបានហើយទៅហៅមនុស្សទាំងអស់ក្នុងផ្ទះមកទីនេះមេការបាយអ្នកយកលិខិតបញ្ជាក់ភាពជាទីស្គាល់ទាំងអស់របស់ត្រកូលបាយមករួចប្រគល់ឲ្យពួកគេវិញហើយឲ្យពួកគេត្រឡប់ទៅផ្ទះវិញចុះចាស់លោកជំទាវអ្នកក៏ទៅរៀបចំរបស់របរទៅស្អែកនេះត្រឡប់ទៅផ្ទះរបស់អ្នកវិញហើយសម្រាប់លំហែកាយតាមអាយុទៅចុះលោកជំទាវខ្ញុំមិនទៅទេខ្ញុំចង់ទៅលៀងជើជាមួយអ្នកខ្ញុំកើតជាមនុស្សត្រកូលបាយស្លាប់ក៏ជាខ្មោចត្រកូលបាយដែរស្ដាប់ខ្ញុំអ្នកមិនអាចទៅបានទេទីក្រុងនេះយើងនឹងត្រូវត្រឡប់មកវិញនៅថ្ងៃណាមួយទោះបីជាខ្ញុំមិនអាចត្រឡប់មកវិញក៏ដោយក៏ចៅរបស់ខ្ញុំត្រូវតែត្រឡប់មកវិញដែរតើអ្នកចង់ឲ្យពួកគេត្រឡប់មកវិញដោយដៃទេហើយគ្មានកន្លែងជ្រកកោនឬលោកជំទាវខ្ញុំយល់ហើយសូមលោកជំទាវកុំបារម្ភអីពេលដែលចៅត្រឡប់មកទីក្រុងវិញពួកគេនឹងមានកន្លែងស្នាក់នៅពិតប្រាកដក្នុងពេលដែលខ្ញុំទទួលបន្ទុកលើរឿងដ៏ស្មុគស្មាញនេះខ្ញុំត្រូវតែដោះស្រាយវាឲ្យបានល្អព្រះមហាក្សត្របានយល់ព្រមលើកលែងទោសឲ្យយើងរហូតដល់ចប់ពិធីបុណ្យស្ពពុកអ្នកសឹមបញ្ជូនទៅនិរទេសក្នុងរយៈពេល7ថ្ងៃនេះត្រូវត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅកាន់វាលខ្សាច់ហើយកុំធ្វើខ្លួនដូចជាកូនអ្នកមានទៀតឲ្យសោះកាលណាអ្នកត្រូវទៅជួបឪពុកក្មេករបស់អ្នកដោយសម្ងាត់ហើយប្រាប់គាត់ឲ្យពួកគេជួយសម្រួលដល់អ្នកយាមតាមផ្លូវដើម្បីឲ្យពួកគេជួយមើលថែយើងខ្លះនាងជាអ្នកត្រូវទៅជាមួយគ្នាហើយត្រូវធ្វើខ្លួនឲ្យស្ងប់ស្ងាត់បំផុតចាស់អ្នកម្ដាយឥឡូវនេះចូលរាប់ចំនួនទ្រព្យសម្បត្តិក្នុងផ្ទះមកអ្នកម្ដាយខ្លាំងត្រូវបានគេឆែកឆេរអស់ហើយនៅសល់តែប៉ុណ្ណេះទេអ្នកម្ដាយខ្ញុំមានតែប៉ុណ្ណេះទេខ្ញុំក៏មិនមានទម្លាប់យកប្រាក់តាមខ្លួនដែរតើអ្នកមិនទាន់ដឹងទេថាស្ថានភាពពេលនេះវាទៅជាយ៉ាងណាគុំស្មានថាការលាក់លុយបន្តិចបន្តួចនឹងធ្វើឲ្យអ្នករស់នៅបានស្រួលតើអ្នកគិតថាការនិរទេសគឺទៅដើរលេងកម្សាន្តឬមែនទេនោះគឺជាកន្លែងដាច់ស្រយាលដែលគ្មានមនុស្សរស់នៅបើមិនចេះរៀបចំតាមផ្លូវឲ្យបានល្អទេនឹងត្រូវអត់ឃ្លានស្លាប់ពាក់កណ្ដាលផ្លូវមិនខានចាំទុកថាប្រាក់ទាំងអស់ត្រូវតែគ្រប់គ្រងរួមគ្នានេះមិនមែនជាការពិភាក្សាជាមួយអ្នកទេណាទៅគ្រឿងមាសប្រាក់ទាំងនេះត្រូវរំលាយចោលហើយត្បូងរុកនិងគ្រឿងអលង្ការទាំងអស់ត្រូវយកទៅបញ្ចាំឲ្យអស់ចាស់អ្នកម្ដាយអរព្រះឲ្យខ្ញុំមកកាន់ពិភពលោកនេះដោយមិនដឹងមូលហេតុហើយបែរជាត្រូវមកទទួលខុសត្រូវលើជីវិតរស់នៅរបស់គ្រួសារនេះទៅវិញពិតជាធ្ងន់ធ្ងរខ្លាំងណាស់សង្ឃឹមថាទេវតាគ្រប់ទីនឹងជួយខ្ញុំផងសូមប្រទានហិទ្ធិឫទ្ធិឲ្យខ្ញុំផងចុះបានហើយមកដល់ហើយក៏មកចុះពួកអ្នកពិតជាខ្លាំងមែនម្ចាស់ដើមនៃរូបកាយនេះបែរជាលាក់លុយអាចជន់ទុកខ្លះទៀតពិតជាមែនហើយរឿងអ្វីក៏ត្រូវពឹងលើខ្លួនឯងដែរនេះទៅហៅថាជាទ្រព្យសម្បត្តិដែលគ្រួសារអ្នកមានគួរតែមានការមិនបង្ហាញទ្រព្យសម្បត្តិឲ្យគេឃើញគឺជាច្បាប់រស់រានមានជីវិតទី1ប្រាក់កាក់មាសក្នុងប្រអប់នេះគឺជាដើមទុនសម្រាប់ឲ្យពួកយើងស្ថានការចាប់ពីពេលនេះទៅគ្រួសារយើងគ្មានច្បាប់ដែលថាបុរសមិនអាចប៉ះពាល់ការងារផ្ទះបាយនោះទេនៅលើផ្លូវនេះទេកុំសង្ឃឹមថាមានអ្នកណាម្នាក់អាចធ្វើជាចៅវាយងាយបានឲ្យសោះអ្នកម្ដាយកូនបានយកវាចេញមកអស់ហើយយកទៅបោះចូលក្នុងចង្ក្រានភ្លើងរំលាយចោលទៅរួចហើយទៅវិចខ្ចប់សម្លៀកបំពាក់ចាស់ដែលចង់បាននៅក្នុងបន្ទប់កូនទៅសម្លៀកបំពាក់ពណ៌ឆើតឆាយទាំងនោះមិនអនុញ្ញាតឲ្យទុកសំបីតែមួយកំភ្លេចាស់អ្នកម្ដាយលៀងជើគឺជាតំបន់កានស៊ូភាគខាងជើងក្នុងសម័យបច្ចុប្បន្នអាកាសធាតុអាក្រក់ហើយមានចោរប្លន់ច្រើនពួកយើងមិនត្រឹមតែត្រូវការពីគ្រោះធម្មជាតិប៉ុណ្ណោះទេថែមទាំងត្រូវការពីគ្រោះដែលបង្កដោយមនុស្សទៀតផង
អ្នកម្ដាយគ្រួសាររបស់យកយ៉ាងបានចេញមុខធានាឲ្យពួកយើងដើម្បីដូរយកលិខិតអនុញ្ញាតឲ្យពួកយើងធ្វើដំណើរទៅកន្លែងនិទេសតែខ្លួនឯង លោកឪពុកគាត់ហ៊ានប្រឆាំងនឹងមិត្តអ្នកដទៃដើម្បីធានាឲ្យគ្រួសារបែពួកយើងឬ មែនហើយក្នុងលិខិតបានបញ្ជាក់ថាពួកយើងមិនចាំបាច់ពាក់ធ្នូដៃឲ្យមន្ត្រីនាំទៅនោះទេគ្រាន់តែធ្វើដំណើរទៅដល់ខ្លួនឯងហើយទៅដល់លៀងជើងក្នុងរយៈពេល60ថ្ងៃជាការស្រេច 60ថ្ងៃពេលវេលាខ្លីម្ល៉េះទោះបីជាធ្វើដំណើរទាំងយប់ទាំងថ្ងៃក៏មិនប្រាកដថាទៅដល់ទាន់ដែរពួកអ្នកគិតតែពីរឿងដើរលេងមែនទេពួកយើងជាអ្នកទោសដែលត្រូវគេនិរទេសនេះជាការនិរទេសខ្លួនណាកុំទាន់ភ្លេចខ្លួនឲ្យសោះបើមិនមែនព្រោះតែឪពុករបស់នាងហ៊ានប្រថុយជីវិតចេញមុខធានាឲ្យទេនោះម្ល៉េះសំពេលនេះគ្រប់គ្នាកំពុងពាក់ធ្នូដៃហើយត្រូវមន្ត្រីវាដំណេញឲ្យដើរតាមផ្លូវបាត់ទៅហើយ អូនឯងបន្តិចបន្តួចបានហើយចាប់ផ្ដើមចេញដំណើរទៅ ស្រទាប់ក្រពះរបស់សត្វអាចជំនួសអង់ស៊ីមរំលាយទឹកដោះបានមានរបស់នេះហើយយើងអាចធ្វើជីបានហើយម៉ែមិនក៏ម៉ែចេះដឹងគ្រប់យ៉ាងម្ល៉េះពីមុនយាយរបស់ម៉ែតែងតែធ្វើជីស្អឲ្យម៉ែញ៉ាំក៏ព្រោះតែឪពុករបស់កូនធ្វើជាមន្ត្រីធំទើបមិនចាំបាច់ប្រើជំនាញទាំងនេះរបស់ម៉ែយកជីសនេះទៅកិនឲ្យម៉ត់រួចដាក់ស្ករចូលបន្តិចឲ្យគាត់ញ៉ាំទៅចិត្តដល់វាខ្សាច់ហើយទឹកដោះគោជូរនិងជីសនេះអាចទុកបានយូរគ្រប់គ្រាន់ឲ្យក្មេងម្នាក់នេះទ្រាំបានរហូតដល់លៀងជើស្បែកជើងរបស់លោកឪពុកដាច់អស់ហើយយើងទៅទិញស្បែកជើងថ្មីឲ្យគាត់នៅខាងមុខទៅគ្រឿងសម្អាងនេះទុកសម្រាប់សង្គ្រោះជីវិតមិនមែនទុកឲ្យកូនប្រុសច្បងញ៉ាំទេយកស្បែកជើងចម្បាំងនេះទៅពាក់ទៅពាក់យ៉ាងម៉េចទៅក្រៅពីមុតជើងហើយវាមើលទៅមិនសមរម្យតតែសោះ សមរម្យអីចាប់តាំងពីថ្ងៃដែលគេរត់អូសទ្រព្យសម្បត្តិមកពួកកូនគឺជាអ្នកទោសដែលត្រូវគេនិទេសបើមិនចេះពាក់ស្បែកជើងចម្បាំងទេក៏ដើរជើងទេទៅលៀងជើទៅជីឈៀងកូនគឺជាបង្គោលគ្រួសារបើចង់រស់នៅក្នុងកន្លែងលំបាកវេទនាបែបនេះគឺត្រូវតែចេះទ្រាំនឹងភាពលំបាកនេះស្រូវសាលីនេះគ្រាប់ល្អណាស់បើនៅក្នុងសម័យនេះវាគឺជាពូជស្រូវដ៏ល្អបំផុតបើចង់តាំងទីលំនៅនៅតំបន់ព្រំដែនដ៏ស្ងាត់ជ្រងគឺត្រូវយកវាទៅធ្វើជាពូជលោកតាហេតុអ្វីស្រូវសាលីរបស់លោកតាអត់យកទៅកិនជាម្សៅទៅអ្នកស្រីពិតជាមានភ្នែកល្អណាស់នេះជាពូជដែលខ្ញុំទុកសម្រាប់ដាំខ្ញុំលក់តែពូជមិនលក់ជាម្សៅទេលោកតាមានប៉ុន្មានខ្ញុំទិញទាំងអស់មួយតៅ120វិញនៅផ្ទះនៅសល់10តៅទៀតនេះជាប្រាក់កក់យើងមិនអាចទៅយកបានទេរំខានលោកតាជួយដឹកដែលនៅសល់ទៅរងចាំពួកយើងនៅមាត់ទ្វារក្រុងផងចាំដល់ពេលនោះខ្ញុំនឹងសងប្រាក់ដែលនៅសល់ជូនប្រាក់កក់នេះច្រើនពេកហើយខ្ញុំរកលុយអាប់ឲ្យមិនបានទេម៉ែយើងទិញក្រណាត់ខោអាវខ្លះទៅដល់លៀងជើដែលជាកន្លែងលំបាកវេទនាបែបនោះខ្ញុំស្មានថាប្រហែលជាលែងមានក្រណាត់ល្អបែបនេះទិញទៀតហើយកូននៅតែមិនទាន់យល់ពីស្ថានភាពពួកយើងឥឡូវនេះទេគឺការនិរទេសណានិរទេសហើយកូនស្មានថាគេឲ្យកូនទៅលេងឬកុំថាឡើយមានលុយទិញឬអត់សំបីតែពណ៌ឆាតឆាយបែបនេះបើខ្មាំងស្រូវទៅប្តឹងទូព្រះបង្គំនៅចំពោះមុខព្រះភ័ក្ត្រស្ដេចទៀតនោះកូនចង់ឲ្យពួកយើងស្លាប់លឿនមែនទេមែនហើយបើពាក់សូត្រល្អប្រណិតបែបនេះដើរអួតពេញផ្លូវបើដំណឹងនេះលេចទៅដល់ត្រចៀកមន្ត្រីរាជការពួកយើងគ្មាននរណាម្នាក់អាចរស់បានឡើយម៉ែនិយាយត្រូវពួកយើងត្រូវតែប្រុងប្រយ័ត្នធ្វើអ្វីកុំឲ្យមានការចាប់អារម្មណ៍ខ្លាំងពេកកូនយល់ហើយម៉ែកូនយល់ហើយលែងហ៊ានទៀតហើយឲ្យតែពួកក្មេងអាចខ្លាចជាមនុស្សមានសមត្ថភាពទៅថ្ងៃមុខម៉ែនឹងមិនឲ្យកូនខ្វះខាតសូត្រល្អពាក់ទេឥឡូវនេះចូលចេះបន្ទាបខ្លួនចុះលោកគ្រូសាងជ្រូកនេះខ្ញុំទិញទាំងអស់នាងជានរណានាងទិញអស់ចុះអ្នកអតីតទៀតយកអ្វីហូបអូយសូមទោសអ្នកទាំងអស់គ្នាខ្ញុំចង់និយាយថាឆ្អឹងជ្រូកនេះទេដែលខ្ញុំទិញទាំងអស់អូគឺចង់ទិញតែឆ្អឹងដែលគ្មានសាច់សោះបងស្រីទៅណាដែរហេតុអ្វីទិញតែឆ្អឹងទាំងនេះមិនខ្លាចរឿងក្មេងទេទៅលៀងចៅនៅផ្ទះនៅមានកូនតូចម្នាក់ម៉ែវាមានទឹកដោះតិចពេកកូនឃ្លានរហូតស្គមស្កាំងអស់ហើយខ្ញុំអាចទិញបានតែឆ្អឹងយកទៅស្ងោរយកទឹកដើម្បីឲ្យម៉ែវាញ៉ាំពៅកម្លាំងសរុបទាំងអស់25វិញពូចាងពូនៅមានប្លុកនំសត្វទៀតទេមានតែខ្ញុំសម្អាតស្អាតអស់ហើយតម្លៃ10វិញមួយយកឲ្យខ្ញុំ10មកពីមុនអ្នកម្ដាយជាភរិយារបស់មន្ត្រីជាន់ខ្ពស់តែធ្លាប់រងទុក្ខវេទនាត្រូវទៅវាគ្នាក្នុងហ្វូងមនុស្សបែបនេះដែរចិត្តដល់ពេលត្រូវចូលវាខ្សាច់ចាំងយាយហើយយកប្លុកនំទាំងនេះទៅចាក់ទឹកឲ្យពេញទាំងអស់នេះគឺជាវត្ថុសម្រាប់សង្គ្រោះជីវិតក្នុងវាខ្សាច់ម្ចាស់ហាងព្រួញឈើប្រភេទនេះអ្នកនៅសល់ប៉ុន្មានទៀតព្រួញឈើមិនសូវមានទេរបស់នេះត្រូវតែរីកាទៅខាងរាជការតើអ្នកមានលិខិតអនុញ្ញាតពីសាលាដំបងដែរឬទេម្ចាស់ហាងឲ្យម្ចាស់ផ្ទះខ្ញុំគាត់ស្លាប់បាត់ទៅហើយពួកយើងជាក្រុមគ្រួសារត្រូវគេដាក់ទោសនិរទេសទៅលៀងជើតាមផ្លូវនេះមានចោរប្លន់
ច្រើនណាស់ពួកយើងមានទាំងចាស់ទាំងក្មេងបើគ្មានរបស់ការពារខ្លួនទេខ្លាចថាទៅមិនដល់ទេជីឈីងជ្រើសរើសធ្នូវែងមួយនិងដាវវែងមួយមកចំណែកស្ត្រីម្នាក់ត្រូវមានកាំបិតចុងស្រួចមួយសម្រាប់ការពារខ្លួនរួចយករួនឈើពីដើមនិងកាំបិតកាប់មួយមកឲ្យខ្ញុំ អ្នកមកទិញរបស់ច្រើនម្លេះទិញគ្រឿងដែលច្រើនបែបនេះត្រូវតែរាយការណ៍ទៅខាងរាជការឲ្យបានច្បាស់លាស់ ការពារខ្លួនទេការពារខ្លួនទេ យកឲ្យឆាប់ទៅបើទិញអូតតម្លៃ20តម្លឹងប្រាក់ក្នុងមួយក្បាល អូយគួរឲ្យស្ដាយណាស់ពួកយើងមានប្រាក់មិនគ្រប់ទេបើអញ្ចឹងកុំយកមួយក្បាលនេះអីទិញតែ3ក្បាលបានហើយ ច្បាប់ទម្លាប់មិនអាចបំពានបានទេតម្លៃនេះគឺកំណត់រួចហើយ លោកតាបើលោកតាជូនឆ្កែពណ៌លឿងធំមួយនេះឲ្យខ្ញុំនឹងទិញអូតទាំង4ក្បាលនេះទាំងអស់ អ្នកស្រីនេះពិតជាចេះកលល្បិចមែននឹងហើយយកឆ្កែពណ៌លឿងនេះទៅចោះ សម្ភារៈទាំងអស់ត្រូវបានរៀបចំរួចរាល់ហើយកន្លែងដែលត្រូវទុកដាក់ខ្ញុំបែកអូមកដល់ហើយជីមើលថែក្មេងឲ្យល្អ គុំខ្ញុំវង្វេងផ្លូវទេខ្ញុំគ្មានចិត្តនីអាក្រក់អ្វីឡើយសូមមេត្តាឲ្យទឹកខ្ញុំផឹកបន្តិចផងខ្ញុំពិតជាវេទនាណាស់ជួបព្យុះខ្សាច់ប្រពន្ធនិងកូនបាត់ខ្លួនអស់ហើយគ្មានអ្វីហូបគ្មានអ្វីផឹកស៊ូករីឲ្យកូនទៅតែអាយុ3ឆ្នាំប៉ុណ្ណោះ បែបើអញ្ចឹងយើងឲ្យនំប៉ាវគាត់មួយកញ្ចប់ទៅ ស្ងាត់មកទៅហើយធ្វើការងាររបស់អញឲ្យល្អអាមនុស្សល្មងប៉ុន្មានថ្ងៃនេះអញឃើញមានព្យុះខ្សាច់ដែរឬទេតើព្យុះខ្សាច់មិនបកមកតែបែរជាបកមកតែផ្ទះគេម្នាក់ឯងឬថាអត់បានហូបបាយ3ថ្ងៃហើយចុះមានកម្លាំងឯណាមកយំសោកបោកខ្លួនបែបនេះក៏ឆ្លាតដែរប៉ុន្តែគ្រាន់តែរំខានបន្តិចក្រៅពីសត្វពាហនៈនិងស្រីទុករបស់ទាំងអស់នៅទីនេះក្រៅពីនេះប្រញាប់ទៅឲ្យឆ្ងាយទៅយើងអាចទុកជីវិតឲ្យពួកឯងបាន ចង់មកប្លន់ត្រកូលបាយរបស់ខ្ញុំឬថ្ងៃនេះនឹងឲ្យពួកចោលដូចជាពួកឯងដឹងថាមកហើយកុំសង្ឃឹមបានត្រឡប់ទៅវិញយាយចាស់ភ័យរហូតល្ងងទៅហើយមែនទេប្រញាប់ឡើងលុយស្បៀងសត្វពាហនៈនិងស្រីមនុស្សទាំងអស់ត្រូវទុកនៅទីនេះថ្ងៃនេះពួកយើងអារម្មណ៍ល្អទើបទុកជីវិតឲ្យពួកឯង លុយគឺគ្មានទេស្បៀងក៏គ្មានដែរស្រីកាន់តែគ្មានថ្ងៃដែលពួកឯងអាចយកទៅបាន យាយចាស់នេះឈួតហើយ ពួកឯងប្រញាប់ទៅឲ្យឆ្ងាយឥឡូវនេះទៅអញអាចនឹងទុកជីវិតឲ្យពួកឯង មើលកម្រិតនៃការតម្រង់គោលដៅនេះផងជួយខ្ញុំផងភាពល្ងងខ្លាចរបស់ខ្ញុំស្ទើរតែធ្វើឲ្យគ្រួសារទាំងមូលស្លាប់ចាប់ពីថ្ងៃនេះទៅប៉ៃជីឈីងដែលចេះតែរៀនសូត្រនៅសាលាថៃស៊ូបានស្លាប់បាត់ទៅហើយពេលនេះខ្ញុំគ្រាន់តែចង់ការពារគ្រួសាររបស់ខ្ញុំប៉ុណ្ណោះកាប់វាចោលទៅបងប្អូនកាប់ពួកវាឲ្យខ្ទេចខ្ទីទៅកុំប៉ះពាល់ខ្ញុំថ្ងៃនេះបើអ្នកណាហ៊ានធ្វើបាបកូនរបស់ខ្ញុំចាំមើលចុះអញនឹងយកជីវិតអ្នកនោះ មិនអនុញ្ញាតឲ្យធ្វើទេជប់ដៃទៅកំពុងតែគិតអ្វីហ្នឹង គ្រូសានៅពីក្រោយខ្ញុំតើខ្ញុំអាចថយក្រោយបានដោយរបៀបណានៅក្នុងទីហោឋាននេះត្រកូលប៉ៃរបស់យើងលែងជាត្រកូលអភិជនទៀតហើយប៉ុន្តែជាចោកដ៏សាហាវខូចខើវាគេផុតម្នាក់ហើយកុំឲ្យវាទៅប្រាប់ដំណឹងឲ្យសោះឲ្យទោះចិត្តមែនបាញ់ខុសបាត់កុំខ្វល់ពីវាអីរៀបចំឲ្យបានទៅទីនេះមិនអាចនៅបានទៀតទេ ម៉ែអ្នកទាំងអស់គ្នាហត់នឿយខ្លាំងណាស់ហើយក្មេងក៏ភ័យខ្លាចដែរ
អ្នកដែលរត់គេចខ្លួននោះប្រកាសជាទៅរកជំនួយហើយគ្មានអ្នកណាដឹងទេថានឹងមានចោរមកប៉ុន្មានអ្នកទៀតពេលនេះយើងមិនអាចប្រថុយបានទេទោះបីជាត្រូវលូនក៏ដោយក៏ត្រូវតែទៅភ្លាមខ្យល់ឈុបសាច់មកដល់ហើយប្រញាប់ឲ្យអូសត្រឡប់ទៅក្នុងប្រទេសវិញទោះបីជាខ្យល់ឈុបសាច់នេះមានគ្រោះថ្នាក់ប៉ុន្តែវាជាការការពារដែលព្រះប្រទានឲ្យយើងបើពួកចោរខ្សាច់ហ៊ានតាមមកខ្យល់ឈុបនេះនឹងក្លាយជាភ្នូររបស់ពួកវាណាហ៊ូកូនភ្ញាក់ហើយមែនទេប្រញាប់ក្រោកឡើង ម៉ែគោលឿងដួលហើយសត្វលាពីនោះក៏មិនព្រមដើរទៀតដែរយើងសម្រាប់បន្តិចសិនទៅតែបន្តិចទេណាពួកចោរខ្សាច់នោះមិនប្រកាសថាអាចរកយើងឃើញទេបាទអញ្ចឹងត្រូវតែបោះបង់ពួកវាចោលហើយបន្តដំណើរទៅមុខទៀតម៉ែបើបោះបង់ពួកវាចោលក្នុងវាលខ្សាច់បែបនេះពួកវាមានតែផ្លូវស្លាប់ប៉ុណ្ណោះវាជារឿងជីវិតនិងសេចក្តីស្លាប់កូនសាក់មើលប្រពន្ធកូនទៅមើលបើពួកចោរខ្សាច់តាមមកដល់មែនតើមានអ្នកណារស់រានបានខ្លះមនុស្សប្រុសត្រូវចេះសម្រេចចិត្តប្រញាប់ទៅម៉ែអ្នកម្ដាយនិយាយត្រូវហើយខ្ញុំឲ្យគេផឹកទឹកបន្តិចសិននៅចាំបានទៀតថាអ្នកដែលមើលឃើញខ្លីបែបនេះតែជាចង់ត្រឡប់ទៅរកសត្វទឹកឆានទាំង3នោះវិញពួកឯងនេះវាពិតជាសត្វទឹកឆានមែនតើតែត្រូវពីរដងទើបដឹងថាត្រូវរត់មែនទេប្រញាប់រត់ទៅប៊ូជឿតើកូននឹងជួយយ៉ាងម៉េចប៊ូជឿហូរឈាមច្រើនណាស់ខ្ញុំធ្វើអីយកស្រាមកហើយបង្កាត់ភ្លើងតាមច្បាប់ទម្លាប់អ្នកទោសទាំងនេះត្រូវតែឃុំខ្លួនទុកនៅកន្លែងចុះឈ្មោះពួកយើងជួបចោរខ្សាច់តាមផ្លូវនេះជាអ្នកទោសដែលត្រកូលយុបញ្ជូនមកសង្ឃឹមថាលោកជួយសម្រួលឲ្យផងត្រកូលយុរបស់ខ្ញុំជាមន្ត្រីជាន់ខ្ពស់នៅរាជធានីថ្ងៃក្រោយនឹងមានទំនាក់ទំនងទៅមកមិនខានបើជាអ្នកដែលត្រកូលយុបញ្ជូនមកអញ្ចឹងឲ្យទៅចុះនេះទីតាំងរបស់ពួកឯងនៅត្រង់នោះចូលរៀបចំខ្លួនទៅកុំបង្កបញ្ហាឲ្យសោះលោកមេពួកយើងមកធ្វើការងារនេះមិនទាមទារទីតាំងល្អអ្វីទេបងឈៀមតើមានកន្លែងណាដែលមានប្រភពទឹកហូរដែរទេលោកមើលទៅតើបានទេអូយអ្នកមីងឲ្យអ្នកពិតជាមនុស្សយល់ការមែនទៅចុះឃើញថាក្រែងចិត្តអ្នកមីងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកន្លែងដ៏ល្អមួយនៅទីនោះមានប្រភពទឹកហូរដែលមិនដែលរីងស្ងួតសូម្បីតែរដូវរងាម៉ែកន្លែងនេះល្អត្រង់ណាទៅសូម្បីតែដើមឈើសម្រាប់បាំងខ្យល់ក៏គ្មានផងតើរដូវរងានេះត្រូវឆ្លងកាត់ដោយរបៀបណាទៅវាជាទឹកឯងមាសមួយដុំនេះមិនខាតបង់ឡើយម៉ែមានរបស់នេះហើយមានទឹកហើយយើងនឹងអាចរស់បន្តទៅទៀតបាននេះគឺជាដីកាត់លឿងដែលមានភាពស្អិតខ្លាំងយើងនឹងជីកឡាននៅទីនេះឡានហ្នឹងត្រូវហើយនៅក្នុងឡានគឺកក់ក្ដៅក្នុងរដូវរងានិងត្រជាក់ក្នុងរដូវក្ដៅស្រួលជាងផ្ទះទុំនៅរាជធានីរបស់ពួកអ្នកទៅទៀតប៉ុន្តែឥឡូវនេះនៅសល់តែ10ជាងថ្ងៃទៀតនឹងដល់ពេលកក់ហើយយើងត្រូវតែប្រញាប់ឡើងតើអ្នកស្រីចង់បានអ្វីខ្លះដែកចប់ចំនួន5ដែកជី2ស្កែ2និងមង្គលដែក4កម្មពិតចំនួន5បានចាស់អ្នកពិតជាអតិថិជនធំមែនម្ចាស់ហាងតើអ្នកមានញួរនឹងដែកចោះដែរឬទេមានឧបករណ៍ទាំងនេះហើយទើបអាចជីកឡានសម្រាប់ការពារខ្យល់ភ្លៀងបានមុនពេលព្យុះព្រើមកដល់ព្រឹកធ្លាក់ហើយថ្ងៃនេះជប់សម្រាប់សិនចូលរើអីវ៉ាន់ទាំងអស់ចូលទៅក្នុងឡានទៅ
អូខ្ញុំយកសាច់មកវិញហើយ មានសាច់ហូបហើយបងប្រុសពិតជាពូកែណាស់សាច់ដែលលោកយាយធ្វើពិតជាឆ្ងាញ់ណាស់អាចហូបបានដល់ទៅ3ចានធំហូបទៅនៅក្នុងកន្លែងបែបនេះយើងត្រូវចេះរកស៊ីដោយខ្លួនឯងទើបមានហូបចុកគ្រប់គ្រាន់រងចាំឲ្យកន្លងផុតរដូវរងានេះទៅថ្ងៃក្រោយផ្ទះយើងនឹងមានសាច់ហូបរាល់ថ្ងៃប៉ុន្មានខែនេះយើងត្រូវតែសងការខ្វះខាតទាំងអស់នេះមកវិញឲ្យបានម៉ែបើមិនមែនដោយសារម៉ែខំប្រឹងទ្រាំមកតាមផ្លូវទេតើពួកយើងអាចមានកន្លែងជ្រកកក្នុងតំបន់ត្រជាក់នេះដោយរបៀបណាហើយថែមទាំងអាចហូបបាយក្តៅបែបនេះទៀតយើងធ្វើអីរឿងល្អនៅរងចាំយើងនៅខាងមុខទៀតឲ្យតែគ្រួសារយើងរួបរวมគ្នាដេករហូតស្ថាននេះថ្ងៃក្រោយនឹងក្លាយជាសួនច្បាររបស់យើងបោះជំហានទៅមុខមួយជំហានទៀតស្លាប់ហើយតានេះហៅថាល្អមែនទេកូននៅផ្ទះចិត្តអត់ឃ្លានស្លាប់ហើយសូមឲ្យបន្តិចមកអាណិតពួកយើងផងមួយពីរបីស្មាខ្ញុំលើកក្រោយបើហ៊ានចូលមកចិត្តផ្ទះត្រកូលប៉ៃកន្លះជំហានទៀតព្រួយនេះនឹងតម្រង់ចម្បាល់អញពិតប្រាកដចេញទៅឆ្លងកាត់រឿងលើកមុនមកជីឈីងក៏ចេះធំធាត់ដែរចង់ឈរជើងនៅទីនេះបានតតែធ្វើជាមនុស្សដែលគ្មាននរណាហ៊ានប៉ះពាល់បើកទ្វារភ្លាមខ្ញុំជាកូនស្រីទី5លីលីងវៃនៃត្រកូលស្ដេចចុងមីងឲ្យប៉ៃជីឈីងចេញមកជួបខ្ញុំភ្លាមនាងទាសីចាស់ឲ្យគ្មានចេះច្បាប់ទម្លាប់អ្វីសោះហេតុអ្វីមិនប្រញាប់យករបស់ឆ្ងាញ់មកបម្រើខ្ញុំត្រកូលស្ដេចចុងមីងតើអ្នកឈួតមែនទេគ្រួសារអ្នកឥឡូវក៏ជាអ្នកទោសនិរទេសដែរកុំមកធ្វើរោគពីដាក់ពួកយើងឲ្យសោះអញពិតជាមិនដឹងខុសត្រូវមែនដល់ពេលនេះហើយនៅតែមិនដឹងខ្លួនទៀតសំមុខហើយរស់នៅវេទនាដល់ថ្នាក់នេះលោកស្រីបាយឥឡូវនេះយើងសុទ្ធតែធ្លាក់ក្នុងស្ថានភាពលំបាកដូចគ្នាក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះសូមលោកស្រីមេត្តាអាណិតដល់ចំណងតាក់ទងពីអតីតកាលជួយទទួលពួកយើងដែលជាមនុស្សចាស់ក្មេងនេះផងចំណងតាក់ទងអ្នកបានបង្កាច់បង្ខូចអ្នកស្មោះត្រង់ប្រព្រឹត្តអំពើអាក្រក់រាប់មិនអស់រហូតធ្វើឲ្យត្រកូលបាយរបស់ខ្ញុំត្រូវគេរឹបអូសទ្រព្យសម្បត្តិនិងនិរទេសខ្លួននេះហៅថាចំណងតាក់ទងមែនទេលោកស្រីបាយរាល់កំហុសឆ្គងទាំងអស់សុទ្ធតែជាកំហុសរបស់លោកម្ចាស់ប៉ុន្តែក្មេងមិនដឹងរឿងអ្វីទេសូមលោកស្រីមេត្តាអាណិតដល់ផ្លូវរស់ឲ្យពួកយើងផងពេលដែលពួកអ្នកធ្វើបាបមនុស្សស្លូតត្រង់ជាច្រើនអ្នកកាលពីមុនហេតុអ្វីមិនគិតថាពួកគេក៏មានកូនចៅដូចគ្នាក្រុមគ្រួសាររបស់ខ្ញុំអ្វីដែលពួកអ្នកជួបនៅថ្ងៃនេះគឺសុទ្ធតែជាផលកម្មសិក្សាអានបៃឡាននាងជាស្រីចិត្តអប្រិយនាងមិនជួយសង្គ្រោះពេលគេជួបគ្រោះថ្នាក់បែបនេះនាងនឹងត្រូវបណ្ដាសាពីស្ថានសួគ៌មិនខានបណ្ដាសាពីស្ថានសួគ៌បើពិតជាមានបណ្ដាសាមែនពួកអ្នកប្រហែលជាគ្មានជីវិតចូលនៅមុខផ្ទះខ្ញុំបែបនេះទេតាហ្វាងខំវាទៅបើហ៊ានតែចូលមកចិត្តផ្ទះខ្ញុំមួយជំហានទៀតខ្ញុំនឹងបាញ់គំនូបំពង់ពួកអ្នកឲ្យស្លាប់ក្នុងព្រៃនេះប្រកាសជាមានរបស់ល្អហើយខ្ញុំទៅរកបាញ់សត្វបន្តិចសិនពួកវ៉ាឡាហ៊ានមកសម្លាប់មនុស្សប្លន់ទ្រព្យនៅតំបន់ព្រំដែននេះថ្ងៃនេះជួបខ្ញុំចាត់ទុកថាពួកអ្នកសំណាងអាក្រក់ហើយសូមអរគុណអ្នកមានគុណដែលបានជួយសង្គ្រោះសូមមេត្តាបង្ហាញខ្លួនឲ្យខ្ញុំបានឃើញផងម៉ងហ្វឹងខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងអ្នកគឺជាគ្រូស្រីបើមិនបានលោកស្រីម្នាក់នេះជួយទេថ្ងៃនេះខ្ញុំប្រហែលជាស្លាប់ក្នុងដៃពូវ៉ាឡាទៅហើយអ្នកមានគុណអ្នកគឺជាអ្នកសង្គ្រោះជីវិតគ្រួសារយើងទាំង3នាក់ពិតមែនក្រោកឡើងទៅអ្នកកំពុងធ្វើអ្វីខ្ញុំម៉ងហ្វឹងជាមនុស្សគ្រូពេទ្យម្នាក់ប៉ុន្តែភរិយារបស់ខ្ញុំកើតក្នុងត្រកូលគ្រូពេទ្យចេះដឹងខាងវិជ្ជាពេទ្យយ៉ាងស្ទាត់ជំនាញចាប់ពីថ្ងៃនេះទៅជីវិតរបស់ប្តីប្រពន្ធយើងទាំងពីរនាក់គឺជារបស់លោកស្រីហើយម្នាក់មានកម្លាំងខ្លាំងក្លាម្នាក់ទៀតចេះដឹងខាងវិជ្ជាពេទ្យមានតែរួមដៃគ្នាជួយគ្នាទៅវិញទៅមកទើបអាចដើរទៅមុខបានឆ្ងាយ
ម៉ាក់ពូវ៉ាឡាមកហើយមានច្រើនជាង20នាក់ឯណោះ សត្រូវច្រើនជាងយើងតើត្រូវធ្វើដូចម្ដេចទៅ ភ័យអ្វីយកកាំភ្លើងមក ការពារខ្ញុំផង ក្នុងនៅពេលដែលហ៊ានមកដល់ទីនេះហើយកុំសង្ឃឹមថានឹងបានត្រឡប់ទៅវិញឲ្យសោះថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងភ្លក់រសជាតិប្រេងក្តៅលាងមុខបញ្ជូនពួកវាទៅកាន់ទីបញ្ចប់ទៅ ទៅស្លាប់ទៅ លោកឪពុកមានរឿងអ្វីកើតឡើងឈាមហូរមិនឈប់សោះទោះបីជាគ្រូពេទ្យហួរតមកកើតជាថ្មីក៏ប្រហែលជាមិនអីទេ យំធ្វើអ្វីសង្កត់គាត់ទុក នាងកុំចូលមកទេស្បែកនិងសាច់របស់គាត់ឲ្យខ្ញុំទេវាឲ្យជាប់រាងកាយនិងស្បែកនេះតើអាចដេដូចជាដេខោអាវបានយ៉ាងដូចម្ដេចនេះជាកូនប្រុសរបស់ខ្ញុំបើមានរឿងអ្វីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវមកដេឈាមឈប់ហូរហើយទោះបីជាជីបចុកខ្សោយប៉ុន្តែវាពិតជាមានស្ថិរភាពឡើងវិញមែនម៉ាក់បានជួយជីវិត 4A ហើយបើមិនដូច្នោះទេវិធីសាស្ត្រដេមុខរបួសនេះបានបំបែកការយល់ដឹងរបស់ខ្ញុំក្នុងការធ្វើជាគ្រូពេទ្យអស់20ឆ្នាំមកនេះនេះពិតជាជំនាញដ៏អស្ចារ្យមែនតិចជាសៀនជានេះថ្ងៃនេះស៊ីវិនាងបានបើកភ្នែកមើលឃើញពិតមែនហើយ គ្រាន់តែជាវិធីសាស្ត្រដែលព្រះពោធិសត្វបង្រៀនប៉ុណ្ណោះមានរឿងអីត្រូវភ្ញាក់ផ្អើលម្ល៉េះសេះមួយក្បាលនេះកាច់សាហាវណាស់ឬមួយវាជាសេះព្រៃហេអាសត្វត្រឆាននេះអញចង់ធ្វើពុតជាដួលដើម្បីទីសំណងមែនទេសេះនេះខ្លាចជាសត្វមានបាននេះហើយវាចង់នាំខ្ញុំទៅណា នៅមានដង្ហើម ជួយខ្ញុំផងខ្ញុំជាលីឈីងនានកូនប្រុសរបស់មេបញ្ជាការលីឆាងនៅលៀងជូវ កូនប្រុសតែមួយរបស់មេបញ្ជាការលីឆាងនៅលៀងជូវដែលជាទេពសង្គ្រាមលីឈីងនៀនដែលបាត់ខ្លួន3ឆ្នាំមកហើយនោះបើអាចជួយជីវិតគាត់បានថ្ងៃក្រោយគាត់នឹងក្លាយជាក្នុងបង្អែកដ៏ធំបំផុតរបស់ខ្ញុំលោកស្រីអ្នកក្លាហានម្នាក់នេះមិនត្រឹមតែរងរបួសធ្ងន់ប៉ុណ្ណោះទេថែមទាំងត្រូវថ្នាំពុលទៀតពុលចូលដល់ឆ្អឹងហើយតើត្រូវជួយដោយរបៀបណាទៅកាត់សាច់ដែលរួចមកជាពុលនៅលើឆ្អឹងចេញរួចយកថ្នាំទីហួងនិងផ្កាដំរីមកបុកឲ្យមាត់ដាក់ចូលក្នុងមុខរបួសហើយចុងក្រោយដេវីឲ្យខ្ញុំ ហ្វូឡាអ្នកបានបង្កើតអភូតហេតុមួយទៀតហើយលោកមេតបសៅអ្នកនៅមានជីវិតពិតមែនឯងនេះធ្វើឲ្យខ្ញុំរកឯងស្ទើរតែស្លាប់ហើយពូលីគឺបានលោកស្រីប៉ៃដែលជួយទាញខ្ញុំចេញពីមាត់ទ្វារមលោកមកវិញ លោកស្រីប៉ៃអ្នកមិនត្រឹមតែជួយសង្គ្រោះលោកមេតបវ័យក្មេងប៉ុណ្ណោះទេថែមទាំងបានរក្សាព្រលឹងកងទ័ពត្រកូលលីនៅលៀងជូវទុកទៀតផងគុណធំធេងនេះមិនអាចថ្លែងអំណរគុណអស់ឡើយចាប់ពីពេលនេះទៅរឿងរបស់ត្រកូលប៉ៃគឺជារឿងរបស់កងទ័ពត្រកូលលីខ្ញុំអ្នកណាហ៊ានប៉ះសក់មួយសរសៃរបស់ត្រកូលប៉ៃគឺស្មើនឹងប្រឆាំងនឹងទ័ពសេះតែទាំង30,000នាក់របស់លៀងជូវខ្ញុំលោកស្រីប៉ៃមេតបធំបានដឹងថាអ្នកមានចិត្តថ្លៃថ្នូរមិនលោភលន់នឹងមាសប្រាក់ទើបបញ្ជាឲ្យពួកយើងដឹកសម្ភារៈទាំងពីរប្រទេសនេះមកជូនដើម្បីជាការថ្លែងអំណរគុណព្រះឲ្យនេះជាម្សិលពីក្រុមលួងគុណភាពល្អបែបនេះសូម្បីតែពួកអភិជននៅរាជធានីក៏នោះនេះក៏ជាដង្វៃដកមរណៈដែរនេះគឺជាម្សិលស្ព្រើគុណភាពខ្ពស់ដែលស៊ីមយូថ្វាយជាដង្វៃមេតបធំបានបញ្ជូនមកឲ្យលោកស្រីទាំងអស់ហើយនេះគឺជាថ្មសម្លៀកបំពាក់លោកពីដែលតាមស្តង់ដារក្នុងកងទ័ពល្អរបស់ទាំងនេះសុទ្ធតែជាថ្មសម្លៀកតាមគុណភាពខ្ពស់ដែលកងទ័ពប្រមូលមកវិញហើយត្រូវបានជាងដៃធ្វើដែលអេកសម្លៀកឲ្យមុតស្រួយឡើងវិញមានរហូតដល់ទៅ3,000ដុំមិនត្រឹមតែអាចទម្លុះពីដៃបានទេថែមទាំងមិនចាំបាច់រាយការណ៍ទៅអាជ្ញាធរទៀតផងយាយនំប៉ាវនេះទន់ហើយផ្អែមណាស់ម៉ែយើងត្រូវគេនិរទេសមកដល់ទីនេះហើយនៅតែអាចហូបម្សៅស្រអិតបែបនេះបានទៀតជីវិតនេះពិតជាកាន់តែមានសង្ឃឹមឡើងហើយ
ម៉ែបើមានព្រួញទាំងនេះទោះបីជាពួកទាហានឆ្នាំវ៉ាឡា50នាក់ទៀតមកដល់កូនក៏អាចបាញ់ទម្លុះពួកគេទាំងអស់បានដែរ បន្ទាប់មកខ្ញុំនឹងកែលម្អដេរហោស្ថាននេះឲ្យបានល្អ ឆាប់គេចចេញទៅសេះវាផ្អើលហើយ អ្នកអាពួកថោកទាបឲ្យដើរមើលផ្លូវយ៉ាងម៉េចហ្នឹងបើធ្វើឲ្យកញ្ញាខ្ញុំផ្អើលតើឯងមានក្បាលប៉ុន្មានសម្រាប់ឲ្យគេកាត់សឿអើយទុកវាទៅកុំទៅប្រកាន់ជាមួយអាពួកសុំទានអីប៉ុន្តែសេចខ្មៅរបស់វាពិតជាសង្ហាណាស់ខ្ញុំចង់បានវានេះប្រាក់8រំលឹងយកលុយទៅហើយទុកសេះចោលរួចឆាប់ទៅឲ្យឆ្ងាយទៅ តិចពេកហើយសរុបទាំងអស់40តម្លឹង និយាយចាស់នេះវាគ្រប់គ្រាន់សម្រាប់ទិញជីវិតគ្រួសារឯងទាំងមួយហើយកុំឲ្យមុខមិនយកមុខឲ្យសោះ មានលុយតែប៉ុណ្ណឹងក៏ចង់ទិញសេះល្អនេះដែរទុកលុយនឹងទៅទិញឈូសល្អឲ្យខ្លួនឯងទៅ អាមនុស្សអាក្រក់ហ៊ានណាស់ហ៊ានប្រមាថបែបនេះ ហ៊ានណាស់ហ៊ានបង្កចំនួនក្នុងក្រុងលៀងជើចាប់ទាំងមនុស្សទាំងសេះឲ្យខ្ញុំ អ្នកណាហ៊ានប៉ះគាត់ អញជានរណាហ៊ានមកកវីរវល់រឿងរបស់អញ លូស៊ីវៃមកពីកងទ័ពជួរមុខនៃកងទ័ពលៀងជើ ទីនេះមានកន្លែងឲ្យនាងជាស្រីបម្រើថោកទាបមកប្រដែរឬ តើអ្នកគឺជាលោកស្រីអានមែនទេពិតមែនហើយកងទ័ពលៀងជើលូសូមគោរពលោកស្រីអានអរគុណលោកស្រីដែលបានជួយសង្គ្រោះមេតបការពារកងទ័ពយើងមេតបបានបញ្ជាថាឃើញលោកស្រីគឺដូចជាឃើញមេតបតួពួកឯងនេះនឹកភ្នែកមែនលោកស្រីអានគឺជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់លៀងជើយើងពួកឯងប្រើអំណាចគៀបសង្កត់អ្នកអតីតចង់ចាក់អបច្បាប់ទាហានក្នុងកងទ័ពយើងមែនទេទៅឲ្យឆ្ងាយឯងនេះពិតជាមិនបានការសោះទឹកហូរនៅជំរាលធ្មនោះកាន់តែតិចទៅហើយចិត្តនឹងរីងស្ងួតហើយ បើដំណាំ50ហិកតានេះមកដោយសារខ្វះទឹកតើយើងយកអ្វីហូបនៅរដូវរងា ដី50ហិកតាបើពឹងលើពួកយើងប៉ុន្មានអ្នកនេះរែកទឹកគឺហត់ស្លាប់ក៏មិនអាចស្រោចស្រពរួចដែរ ក្នុងនៅពេលទឹកលើដីហូរមិនជាប់នោះយើងត្រូវប្រើទឹកក្រោមដី ទឹកក្រោមដី ជីឈៀងទៅអញ្ជើញមេបញ្ជាការយ៉ាវអ៊ីមកផ្ទះយើងមួយប្រាប់គាត់ថាខ្ញុំមានវិធីសង្គ្រោះដីរហោស្ថាន 50000 ហិកតានេះលោកស្រីអានឥឡូវនេះមានគ្រោះរងស្ងួតស្រែចម្ការទាហាននៅទូទាំងតំបន់នោះអេកាន់នឹងខូចខាតអស់ហើយនេះគឺជាស្បៀងពាក់កណ្ដាលរបស់កងទ័ពលៀងជើណាបើខូចខាតអស់មែនខ្ញុំប្រហែលជាមិនអាចរក្សាក្បាលខ្លួនឯងបានទេ លោកលីសូមមើលនេះ លោកស្រីនេះគឺ នេះហៅថាការអេជីងប្រព័ន្ធប្រឡាយក្រោមដីនិងប្លង់បង្ហូរទឹកក្រោមដីនៅក្រោមភ្នំទឹកកកឆ្ងាយពីទីនេះមានទឹកក្រោមដីដ៏បរិបូរណ៍ពួកយើងនៅតាមជម្រាលភ្នំរាល់ជីកអណ្ដូងទឹកមួយរៀងរាល់10ជាងហាត់ទឹកខ្ជាប់អណ្ដូងទឹកទាំងអស់នៅក្រោមដីរួចប្រើបំពង់ដីដុតដាក់ជាប្រឡាយក្រោមដីដើម្បីនាំទឹកពីក្រោមភ្នំទឹកកកមកកាន់ដីស្រែចម្ការដែលរងគ្រោះរាំងស្ងួតរបស់យើងដោយផ្ទាល់ ជីកប្រឡាយទឹកនៅក្រោមដីនេះជារឿងដែលអាចទៅរួចយ៉ាងដូចម្តេចទៅ វាខ្សាច់រងស្ងួតខ្លាំងការនាំទឹកលើផ្ទៃដីមិនទាន់ទាំងហូរដល់ស្រែផងក៏ត្រូវខ្សាច់ស្រូបយកអស់ទៅហើយប៉ុន្តែបើប្រើប្រឡាយក្រោមដីគឺអាចធានាបានថាទឹកនឹងហូរមកស្រោចស្រពដីស្រែចម្ការមិនដាច់ អស្ចារ្យណាស់ជាគំនិតដ៏អស្ចារ្យមែនលោកស្រីអានបើប្លង់នេះអាចធ្វើបានមែនលោកស្រីពិតជាព្រះពោធិសត្វរស់សម្រាប់ប្រជាជននៅលៀងជើទាំងមួយហើយ ខ្ញុំជាអ្នកផ្ដល់វិធីសាស្ត្រប៉ុន្តែគម្រោងដ៏ធំធេងនេះគឺត្រូវពឹងលើខាងរាជការរបស់លោកជាអ្នកអនុវត្ត លោកស្រីកុំបារម្ភក្នុងដៃខ្ញុំមានកម្លាំងពលកម្ម 3000 នាក់ខ្ញុំនឹងទៅប្រមូលពួកគេឥឡូវនេះទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែជីកអណ្ដូងកាន់អេជីងនេះឲ្យបាន នេះជាក្រុមពលកម្មរបស់នគរពូនមែនទេ លោកស្រីអានគម្រោងបានចាប់ផ្ដើមហើយដើម្បីជាការតបស្នងថ្ងៃនេះខ្ញុំបានចាត់កម្លាំងពលកម្មដ៏រឹងមាំទៅជួយព្យួរដី50មូលរបស់លោកស្រីរួចរាល់ហើយ លោកលីពិតជាមានចិត្តមែន
ប់ឡើងកំពុងស្ទាបរកអ្វី តើអ្នកជាកញ្ញាវ៉ាងជូមីឬលីលីងវៃមែនទេពិតជាអស្ចារ្យណាស់តើអ្នកមានសិទ្ធិអ្វីមកគុំឃាំងខ្ញុំបែបនេះខ្ញុំជាកូនស្រីត្រកូលវ៉ាងណាហេតុអ្វីបានជាខ្ញុំត្រូវមកទទួលរងទុក្ខវេទនាបែបនេះយ៉ាវដំណាំរបស់ផ្ទះយើងរស់ឡើងវិញហើយលោកស្រីអានពិតជាមានប្រាជ្ញាជ្រាបវៃមែនខ្ញុំសូមកោតសរសើរ សូមកោតសរសើរដោយស្មោះនេះគ្រាន់តែជារឿងធម្មតាទេរងចាំរហូតដល់ឆ្លងផុតគ្រោះរងស្ងួតនេះដល់ពេលប្រមូលផលនៅរដូវស្លឹកឈើជ្រុះខ្ញុំនឹងបង្កើតវាលស្រែដ៏ធំល្វឹងល្វើយនិងទឹកដីដ៏ស្រស់បំព្រងឡើងវិញនៅទីនេះក្នុងតំបន់នូអែរកានដែលស្ងាត់ជ្រុងនេះប្រមូលផលបានហើយប្រមូលផលបានពិតមែនហើយក្នុងឆ្នាំរាំងស្ងួតបែបនេះត្រកូលបាយយើងបែរជាប្រមូលផលបានរាប់ម៉ឺនគីឡូទៅវិញ ម៉ាក់បើមានសណ្ដែកទាំងនេះគ្រួសារយើងមិនត្រឹមតែមិនអត់ឃ្លានទេថែមទាំងអាចលក់បានលុយច្រើនទៀតផង លក់សណ្ដែកនោះគឺជាការជួញដូរថ្នាក់ទាបបំផុត ម៉ាក់បើមិនលក់សណ្ដែកតើយើងលក់អ្វីទៅ ទឹកសណ្ដែកទាំងអស់នេះត្រឡប់ទៅវិញទៅម៉ាក់នឹងបង្រៀនកូនពីរបៀបប្រែក្លាយវាឲ្យទៅជាមាស ព្រះឲ្យសណ្ដែកសៀងអាចប្រែទៅជាអាហារបែបនេះបានផងម៉ាក់អាហារនេះហៅថាអ្វី នេះហៅថាទៅហ៊ូមិនត្រឹមតែធ្វើឲ្យឆ្អែតទេថែមទាំងជួយបំពេញសុខភាពទៀតផងជួយបំពេញឈាមហើយថោកឈាមសាច់ទៅទៀតហើយនេះទើបជាប្រភពចំណូលពិតប្រាកដរបស់ត្រកូលបាយក្លិនក្រអូបឈ្ងុយណាស់ម៉ាក់ទឹកស៊ុបពណ៌ខ្មៅនេះជាអ្វីទៅនេះហៅថាទឹកស៊ីអ៊ីវមានវាហើយធ្វើម្ហូបអ្វីក៏ឆ្ងាញ់ដែរឆ្ងាញ់ខ្លាំងណាស់តើនេះជាអាហារអ្វីទៅ អានរែងរបស់បូស្តុននេះចូលមកព្រាមចំណែកទឹកស៊ុបពណ៌ខ្មៅនេះ ទឹកស៊ុបនេះរឹតតែឆ្ងាញ់បើកងទ័ពអាចញ៉ាំទៅហ៊ូក្តៅនេះក្នុងរដូវរងាបានទឹកចិត្តតបប្រកាសជាការឡើងមិនខាន លោកលីពិតជាមានភ្នែកមុតមកមែនទៅហ៊ូមានតម្លៃថោកហើយឆ្អែតទៀតសមសម្រាប់ធ្វើជាស្បៀងកងទ័ពចំណែកទឹកស៊ីអ៊ីវនេះបើភោជនីយដ្ឋានក្នុងក្រុងខ្វះវាមុខជាពិបាករកស៊ីហើយ អាណានរែងរបស់ទាំងពីរមុខនេះកងទ័ពនៅលៀងជើយើងមកទាំងអស់មានប្រមាណយកប៉ុណ្ណឹង នេះជាប្រាក់កក់ 1000 តម្លឹងចាប់ពីពេលនេះទៅមុខចំនួនផលិតផលសណ្ដែករបស់ត្រកូលបាយនឹងមានកងទ័ពការពារជូន មីវវាលូយកទៅហើយខ្ញុំទៅចាប់វាមកវិញ ចាប់ពីធ្វើអ្វីខ្ញុំបានទុកវានៅក្រោមពីងអស់3ថ្ងៃហើយទើបតែថ្ងៃនេះវាលូតយកទៅ មីវអ្នកតាំងចិត្តឲ្យវាលូយកទៅមែនទេ រូបមនុស្សខ្ញុំសរសេរពេលវេលាផ្អាប់ខ្វះអស់1ខែហើយក្នុងគ្រឿងផ្សំក៏បានបន្ថែមគ្រាប់ជំនាញស៊ីនឹងស្លឹកសណ្ដែកបាដូដែលធ្វើតាមរូបមនុស្សវានឹងក្លាយជាថ្នាំពុលលោកឈៀនក៏ចង់បានមុខចំនួនយើងដែរដូច្នេះខ្ញុំក៏ជូនកាដូធំនេះដល់គាត់ទៅ អានបៃឡាននាងជាស្រីមានទោសដែលគេនៅទេសោះនៅចង់គ្រប់គ្រងផ្លូវរកស៊ីនៅលៀងជើទៀតបានរូបមន្តសម្ងាត់នេះហើយត្រកូលបាយរបស់ពួកឯងរងចាំតែដាច់គូទៅលោកម្ចាស់តើយើងត្រូវធ្វើដូចម្តេចឥឡូវនេះ យកហាងបញ្ចាំនិងហាងលក់ដំណាប់ទាំងអស់ទៅដាក់បញ្ចាំឲ្យអស់ទៅសាងសង់ពីងអាប់ឲ្យបាន100ពីងនៅក្រៅក្រុងខ្ញុំត្រូវតែធ្វើគ្រឿងទេសនេះឲ្យបានឆាប់បំផុតដើម្បីកម្ចាត់ត្រកូលបាយ លោកទាំងអស់គ្នាថ្ងៃនេះសូមឲ្យលោកសាកល្បងរសជាតិទឹកស៊ីអ៊ីវដែលឆ្ងាញ់ជាងរបស់ត្រកូលបាយទៅទៀតដែលជាទឹកស៊ីអ៊ីវដ៏អស្ចារ្យពីអតីតកាលបើកបៀង ជួយផងខ្ញុំកំពុងត្រូវគេធ្វើឃាតលោកគ្រូពេទ្យឈៀនទឹកពុលដែលលោកលក់ឲ្យបានធ្វើឲ្យបងប្អូនកងល្បាតរាប់សិបនាក់គួរចង្អោររៀបរូបជាងចិនជាងបានបញ្ជាឲ្យបិទអាជីវកម្មទាំងអស់របស់ត្រកូលឈៀនហើយចាប់ខ្លួនលោកមកកាត់ទោសចប់ហើយខ្ញុំយកទ្រព្យសម្បត្តិទាំងអស់ទៅដាក់បញ្ចាំអស់រលីងហើយ ចង់បានរបស់ខ្ញុំក៏ត្រូវមើលកម្លាំងខ្លួនឯងដែរជីឈៀងយកប្រាក់ទៅសាលាជំនុំ លោកស្រីស៊ូលោកស្រីចង់ ត្រកូល ធ្វើ ឈៀនអ្នកសៃធនហាងលក់ទំនិញនិងដីស្រែចម្ការដែលមានឈ្មោះរបស់គេនឹងត្រូវអាជ្ញាធរលក់ដេញថ្លៃសមបំណុលជាមិនខានរបស់ទាំងនេះត្រកូលបាយរបស់យើងនឹងទទួលយក សូមលោកស្រីមេតាផងសូមទុកផ្ទះមួយក្នុងឲ្យខ្ញុំសម្រាប់រស់នៅពេលចាស់ជរាផងតម្លៃដែលលោកស្រីទិញចូលនោះវាទាបពេកហើយ ខ្ញុំមិនមែនមកធ្វើជាអ្នកមានចិត្តសប្បុរសទេហាងលក់ទំនិញ30កន្លែងនិងដីស្រែ500មូលនៅក្រៅក្រុងរបស់អ្នកមានតម្លៃត្រឹមតែប៉ុណ្ណេះទេបើអ្នកមិនពេញចិត្តទេក៏រងចាំនៅក្នុងគុកដើម្បីរងចាំគេកាត់ក្បាលនិងរឹបអូសទ្រព្យសម្បត្តិទៅ ខ្ញុំយកព្រម
ថ្នាំពេទ្យក្រណាត់គ្រឿងទេសស្ករអំបិលនិងដែកការរកស៊ីនៅតំបន់ភាគខាងជើងនេះភាគច្រើនស្ថិតនៅក្នុងដៃត្រកូល3របស់យើងហើយ នេះទៅជាការរកស៊ីដែលរកប្រាក់ចំណេញបានច្រើនបំផុត ព្រះរាជបញ្ជាមកដល់ហើយត្រកូល3ទទួលព្រះរាជបញ្ជាព្រះរាជបញ្ជាពីព្រះចៅអធិរាជប្រពន្ធរបស់មន្ត្រីទោសបៃជាងយានគឺអ្នកស្រីអានពេលនេះត្រូវបានលើកលែងទោសឲ្យត្រឡប់មកវិញដោយសារបានជួយដោះស្រាយវិបត្តិគ្រោះរាំងស្ងួតរាប់ម៉ឺនមូលនៅលៀងជើទើបព្រះអង្គប្រទានព្រះមេត្តាប្រោសឲ្យត្រកូល3រួចផុតពីទោសនិរទេសនិងឲ្យត្រឡប់មកជាប្រជាជនធម្មតាវិញចាប់ពីថ្ងៃនេះទៅ ជាប្រជាជនធម្មតាយើងមិនមែនជាទាសករមានទោសទៀតទេទីបំផុតយើងអាចជប់ប្រឡងរាជការបានវិញហើយ លោកឪពុកត្រកូល3ត្រូវបានជំនះមន្ទិលទោសហើយ អាចដើរមកដល់ចំណុចនេះពិតជាមិនងាយស្រួលឡើយ ជួយសង្គ្រោះមនុស្សផងផ្ទះបាក់ហើយទាញក្មេងចេញមកលោកស្រីបៃព្រើធ្លាក់ខ្លាំងពេកហើយលោកស្រីបៃខ្ទង់ស្មៅរបស់ពួកយើងបាក់អស់ហើយមនុស្សជាច្រើនអ្នកក៏ត្រូវត្រជាក់កកតើទៅថ្ងៃមុខពួកយើងត្រូវរស់នៅយ៉ាងណាទៅ ហងមាននាំមនុស្សចាស់និងក្មេងទៅប្រមូលផ្ដុំគ្នាក្នុងតង់រួចចែកគួយឲ្យពួកគេជីឈីងវឹងវឹងលើកឥតដីនិងអង្គដំណើបចូលមក លោកស្រីពេលនេះលើកឥតដីមកធ្វើអ្វីទៅ ធ្វើរងកម្ដៅឲ្យតែដុតរងឲ្យក្ដៅហើយគ្រប់គ្នាដេកបៀតគ្នានោះនឹងអាចរស់ឆ្លងផុតយប់នេះបាន លោកស្រីបៃបើមិនមែនដោយសារលោកស្រីជួយសង្គ្រោះទាំងយប់ទេនោះពួកយើងរាប់សិបនាក់នេះប្រហែលជាក៏ស្លាប់អស់ហើយកាលពីមុនពួកយើងភ្នែកមិនដល់មិនស្គាល់ល្អអាក្រក់សូមអរគុណចំពោះគុណធម៌សង្គ្រោះជីវិតរបស់ម្ចាស់ផ្ទះ ក្រោកឡើងទាំងអស់គ្នាឲ្យតែអ្នកទាំងអស់គ្នាដើរតាមខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងមានអាហារហូបចុកគ្រប់គ្រាន់ក្រោយពេលពេលលលាអាកាសធាតុនឹងកាន់តែត្រជាក់ខ្លាំងលើកមុននេះថាក្នុងជួរកងទ័ពក៏មានអ្នកត្រូវត្រជាក់ដកដែរ រោមជិមពីដុំដូរយកអង្គគ្រឿងមួយបាវក៏បានដែរមិនលក់ទេគ្មានអ្វីហូបហើយរោមជិមនេះអាចដុតភ្លើងបានទៅរោមជិមស្អុយនេះគ្មានតម្លៃអ្វីទេតែខ្ញុំយកវាទៅធ្វើអ្វី រោមជិមនេះខ្ញុំទិញយកតាមតម្លៃដែលអ្នកនិយាយចុះរោមជិមពីដុំដូរយកអង្គគ្រឿងមួយបាវ អរគុណលោកស្រីអរគុណលោកស្រី អ្នកម៉ាក់រោមជិមនេះទាំងមកខកទាំងឆ្អាបតើទិញមកធ្វើអ្វីទៅកុំសួរអីទៅជួលរទេះធំមករួចទិញរោមជិមទាំងអស់នៅផ្សារឲ្យអស់ អូកង់រវៃនេះមានល្បឿនលឿនជាងមុនដល់ទៅប៉ុន្មានដងឯណោះត្រូវប្រញាប់ធ្វើឲ្យហើយមុនពេលរលកត្រជាក់លើក្រោយមកដល់ត្រូវធ្វើរោមជិមនេះឲ្យទៅជាអាវរងានិងកំរាលពូក អាវរងាដែលរីកសំណាប់ដល់ឲ្យសុទ្ធតែជារបស់អន់បោកប្រាស់បែបនេះតើកងទ័ពយើងអាចឆ្លងកាត់រដូវរងានេះដោយរបៀបណាទៅទិញធ្យូងក្នុងក្រុងមកដើម្បីដុតកម្ដៅកាត់បន្ថយឲ្យអស់ពីលទ្ធភាព កាត់បន្ថយភាពរដុបទោះបីរដូវរងាត្រជាក់ខ្លាំងប៉ុន្តែភ្លើងក្នុងចិត្តមនុស្សនឹងមិនរលត់ទៅក្នុងទឹកកកឡើយនិយាយថាតបខ្វះអាវរងាត្រកូល3បានប្រញាប់ធ្វើអាវរោមជៀមនិងកម្រាលពូកការពារត្រជាក់មួយចំនួនពេញមួយយប់ដើម្បីយកមកជូនដល់ជំរំតប កក់ក្ដៅណាស់សម្រាប់ទុកមនុស្សរបស់ទាំងនេះរបស់ការពារត្រជាក់នេះបានជួយដោះស្រាយបញ្ហាខ្វះធ្យូងរបស់តបលៀងចឹងតើគិតតម្លៃប៉ុន្មាន សុទ្ធតែជារបស់ធម្មតាទេគិតត្រឹមតែថ្លៃដាំបានហើយអាវរោមជាមួយតម្លៃ50កាក់កម្រាលពូកមួយតម្លៃ100កាក់50កាក់អ្នកកំពុងតែខាត់លុយហើយបើគ្មានកងទ័ពការពារនៅព្រំដែនតើពួកយើងអាចរស់នៅបានសុខសាន្តដោយរបៀបណាសូម្បីតែពួកឧទានក៏មានដែរគុំអរគុណលោកស្រីបៃដោយចិត្តឯងគុណធម៌របស់ត្រកូលបៃនៅថ្ងៃនេះតបលៀងជើងនឹងចងចាំទុក ថ្ងៃក្រោយបើត្រកូលបៃមានការអ្វីតបលៀងជើងទាំងអស់គ្នាទោះបីជាត្រូវឆ្លងកាត់ក្នុងដាវសមុទ្រភ្លើងក៏មិនរួញឡើយត្រកូលបៃមានគុណបំណាច់ក្នុងការផ្ដល់អាវរងាមេតបធំបានស្នើសុំរង្វាន់ពីក្រសួងសិទ្ធិជូនអ្នកលិខិតអនុម័តពីក្រសួងសិទ្ធិបានចុះមកហើយដោយលើកលែងលក្ខខណ្ឌពិសេសតែងតាំងបៃជីឈៀងជាមេកងទ័ពថ្នាក់ទី9នៃកងទ័ពជួរមុខលៀងជើងថ្នាក់ទី9លោកឪពុកបានធ្វើជាមន្ត្រីហើយខ្ញុំបានទទួលបញ្ជាសូមអរគុណមេតបធំដែលបានជួយលើកស្ទួយលោកស្រីបៃកូនប្រុសរបស់អ្នកពូកែទាំងអក្សរសាស្ត្រនិងក្បាច់ថ្ងៃក្រោយក្នុងជួរកងទ័ពប្រកាសជាមានអនាគតភ្លឺស្វាងខ្ញុំសូមលាហើយ ម៉ែកូនអាចទទួលបានការគោរពពីពួកគេក៏ព្រោះតែម៉ែដែរទោះបីជាស្រានេះជារបស់តូចតាចប៉ុន្តែវាជាយន្តការពារខ្លួនមួយនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះផ្លូវទៅមុខនៅវែងឆ្ងាយណាស់ពេលមានមហិច្ឆតាធំហើយក៏ដល់ពេលត្រូវទៅរៀនសូត្រដែរ
លោកស្រីបៃមិនមែនខ្ញុំមិនចង់ទទួលនោះទេប៉ុន្តែសិស្សនៅក្នុងសាលានេះសុទ្ធតែជាកូនចៅនៃគ្រួសារដែលមានកេរ្តិ៍ឈ្មោះល្អទោះបីជាអ្នកមានលុយប៉ុន្តែយ៉ាងណាក៏ជាគ្រួសារអ្នកជំនួញដែរបាត់តួយកស៊ីវិនទៅខ្លាចក្រែងនឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសាលានេះការសិក្សានេះគាត់មិនអាចរៀនបានទេ លោកគ្រូឆេនជីវ៉ាមានភាពវៃឆ្លាតនិងស្រឡាញ់ការរៀនសូត្រតាំងពីតូចថ្លៃសិក្សានេះយើងក៏បានផ្ដល់ឲ្យទ្វេដងដែរហើយអ្វីបានជាលោកមើលងាយពួកយើងបែបនេះ មិនបាច់និយាយច្រើនទេខ្ញុំមិនទទួលទេម៉ាក់ការជួសជុលសាលារៀននេះបូករួមទាំងការទិញសៀវភៅផងចំណាយអស់ជា10000ដុល្លារ ជេឃេងទោះបីជាពេលនេះកូនមានតំណែងយោធាថ្នាក់ទី9ក៏ដោយប៉ុន្តែក្នុងក្រសែភ្នែកអ្នកក្រុងលេងហៅត្រកូលបេនៅតែជាគ្រួសារអ្នកជំនួញហើយគ្រួសារអ្នកជំនួញមានឋានៈទាបណាស់មានលុយតែគ្មានអំណាចមិនយូរមិនឆាប់នឹងត្រូវគេតាមចង់អាធិបយើងត្រូវឲ្យជីវិនរៀនសូត្រដើម្បីប្រឡងចូលធ្វើមន្ត្រីហើយក្លាយជាបង្អែករបស់ត្រកូលបេ ម៉ាក់អ្នកគិតវែងឆ្ងាយពេកហើយ បើខ្ញុំមិនគិតថាត្រកូលបេមានថ្ងៃនេះបានដោយរបៀបណា បានខ្ញុំមិនស្ដាប់តាមអ្នកទាំងអស់ លោកគ្រូគាភីលិនមកសុំរំខានម្ដងទៀតហើយ លោកស្រីបេនេះហៅថាទៅសុំជួបដល់ទៅ3ដងមែនទេខ្ញុំនិយាយត្រង់ចុះទោះបីជាខ្ញុំរស់នៅកន្លែងដ៏លំបាកនេះប៉ុន្តែឆ្អឹងខ្ញុំមិនទាន់ខ្សោយដល់ថ្នាក់ត្រូវពឹងលើការសប្បុរសរបស់ពួកអ្នកជំនួញដើម្បីរស់នោះទេ លោកគ្រូយល់ច្រឡំហើយថ្ងៃនេះខ្ញុំមកមិនមែនដើម្បីត្រកូលបេទេគឺដើម្បីសិស្សក្រីក្រនៅលេងហៅសាលារៀនត្រកូលបេបង្កើតឡើងមិនមែនគ្រាន់តែបង្រៀនចៅរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើកទ្វារស្វាគមន៍សិស្សក្រីក្រទូទាំងក្រុងលេងហៅទៀតផងថ្លៃសិក្សាគឺមិនគិតថ្លៃទេហើយរាល់ការចំណាយទាំងអស់ត្រកូលបេជាអ្នករ៉ាប់រង ទទួលសិស្សក្រីក្រដោយមិនគិតថ្លៃតើអ្នកដឹងទេថាវាជាការចំណាយដ៏ធំប៉ុណ្ណា លុយកាក់ជារបស់ក្រៅខ្លួនសិស្សក្រីក្រទាំងនេះមិនមែនខ្វះភាពវៃឆ្លាតទេតែពួកគេខ្វះអ្នកនាំផ្លូវដែលចេះបង្រៀនចំណេះដឹងឲ្យពួកគេនៅទូទាំងតំបន់ភាគពីយប់មានតែលោកគ្រូកាម្នាក់គត់ដែលសាកសមធ្វើជាគ្រូធំ លោកស្រីបេពិតជាមានចិត្តសប្បុរសធម៌ដ៏ធំធេងមែនបើខ្ញុំបដិសេធទៀតខ្ញុំពិតជាខ្លាចជាអ្នកទោសរបស់សិស្សនៅលេងហៅហើយតំណែងគ្រូធំនេះខ្ញុំសូមទទួលយក ចាប់ពីថ្ងៃនេះទៅសាលាបេលូចាប់ផ្ដើមបើកដំណើរការជាផ្លូវការសិស្សក្រីក្រដែលមានបំណងចង់រៀនសូត្រទាំងអស់អាចចូលមកសិក្សាបានដោយមិនគិតថ្លៃឡើយខ្ញុំសូមអរគុណលោកស្រីបេដែលមិនប្រកាន់ទោសបីត្រកូលបេមិនត្រឹមតែចេះរកស៊ីទេថែមទាំងមានចិត្តសប្បុរសធម៌ជួយដល់អ្នកដទៃទៀតផងសូម្បីតែអ្នកប្រាជ្ញាក៏សុខចិត្តមកជួយមើលការខុសត្រូវនៅសាលារបស់ត្រកូលបេដែរទៅមុខទៀតអ្នកណានឹងហ៊ាននិយាយថាត្រកូលបេជាត្រកូលអ្នកជំនួយធម្មតាទៀតពួកគេគឺជាត្រកូលអ្នកប្រាជ្ញដែលមានចិត្តសប្បុរសធម៌ពិតប្រាកដមែន ជីវិនទៅចុះកូនត្រូវខំរៀនសូត្រជាមួយលោកគ្រូឲ្យបានល្អបន្ទាប់ពីនេះខ្ញុំត្រូវរៀបចំរឿងពាណិជ្ជកម្មសិន លោកម្ចាស់ត្រកូលបេរបស់ខ្ញុំចង់ជួលតូបលក់ដូរលំដាប់ខ្ពស់ចំនួន3អូនេះមិនមែនជាលោកម្ចាស់ត្រកូលបេទេគួរឲ្យស្ដាយណាស់តូបទាំងអស់ត្រូវបានសមាគមពាណិជ្ជកម្មភាគពីយប់របស់យើងមកការអស់ហើយរីកាបើកទីផ្សារពាណិជ្ជកម្មគឺត្រូវតែមានភាពយុត្តិធម៌ក្នុងការទិញលក់លោកប្រធានសមាគមធ្វើបែបនេះគឺចង់កាត់ផ្លូវរកស៊ីរបស់អ្នកដទៃហើយច្បាប់គឺកំណត់ដោយរាជធានីប៉ុន្តែនៅទីនេះខ្ញុំជាអ្នកសម្រេចបើត្រកូលបេចង់ចូលទីផ្សារនេះក៏បានដែរប្រគល់ភាពហ៊ុន 50% មកខ្ញុំនឹងអនុញ្ញាតឲ្យពួកអ្នកចូលមួយកន្លែងដែលនៅសល់លោកម្ចាស់យើងធ្វើដំណើរអស់3ខែទើបមកដល់ទីនេះថ្លៃចូលទីផ្សារនេះខ្ពស់ពេកហើយយើងរកប្រាក់ដើមវិញមិនទាន់ផងបើគ្មានលុយបងទេក៏ឆាប់ទៅឲ្យឆ្ងាយទៅកុំមកឈររារាំងផ្លូវលោកប្រធានសមាគមសមាគមនេះមានក្នុងបង្អែកនៅរាជធានីពួកគេតម្រង់មកត្រកូលបេយើងដើម្បីបង្ខំឲ្យយើងប្រគល់មុខរបរឲ្យពួកគេក្នុងនៅពេលដែលពួកគេចង់ធ្វើការផ្ដាច់មុខបែបនេះអញ្ចឹងយើងត្រូវរកផ្លូវថ្មីប្រមូលដុំជាងនឹងឈើទាំងអស់ជាបន្ទាន់រួចសង់រោងលក់ទំនិញនិងតង់ការពីខ្យល់ជាជួរនៅលើដីទំនេរខាងក្រៅភូមិព្រឹកត្រកូលបេរបស់យើងលោកចង់ធ្វើអ្វីក្នុងនៅពេលដែលលក្ខខណ្ឌរបស់អាជ្ញាធរវាខ្ពស់ពេកអញ្ចឹងខ្ញុំនឹងបង្កើតទីផ្សារដោយខ្លួនឯងឥឡូវអ្នកទៅប្រាប់ពួកឈ្មោះមកពីតំបន់ខាងលិចថាទីផ្សារសេរីថ្មីរបស់ត្រកូលបេមិនយកថ្លៃអ្វីទាំងអស់ហើយថ្លៃកម្រៃជើងសារគឺត្រឹមតែ 1/10 នៃទីផ្សារផ្លូវការប៉ុណ្ណោះសូមអរគុណត្រកូលបេមិនត្រឹមតែមិនយកថ្លៃទុកទេថែមទាំងមានបាយឲ្យពួកយើងហូបទៀតគ្រឿងទេសលំដាប់ខ្ពស់ពីតំបន់ខាងលិចរបស់ខ្ញុំនៅក្នុងទីផ្សារត្រកូលបេនេះគឺលក់ថោកជាងមុន2ចំណែកមនុស្សម្នាទៅណាអស់ហើយក្រុមឈ្មោះពីតំបន់ខាងលិចទៅណាចុះក្រុមឈ្មោះពីតំបន់កណ្ដាលលោកប្រធានពួកគេទាំងអស់គ្នាបានទៅទីផ្សារខាងក្រៅភូមិព្រឹកត្រកូលបេអស់ហើយអ្នកគ្រប់គ្រងត្រកូលបេកំពុងយកចិត្តទុកដាក់លើការកាត់កម្រៃឥឡូវមិនមែនតែពួកឈ្មោះតូចតែទេសូម្បីតែអតិថិជនធំមួយចំនួនក្នុងសមាគមយើងក៏លួចដឹកទំនិញទៅលក់នៅខាងត្រកូលបេដែរគេមិនយកថ្លៃតូបថែមទាំងមានបាយឲ្យហូបទៀតគេចង់បានអ្វីនេះច្បាស់ជាចង់ប្រឆាំងនឹងយើងហើយចំណូលយើងពេលនេះធ្លាក់ចុះខ្លាំងណាស់បើថ្នាក់លើដឹងរឿងនេះខ្លាំងអ្វីតើឲ្យខ្ញុំទៅអង្គគេលោកស្រីបេសូមលោកស្រីមេត្តាអនុគ្រោះទុកផ្លូវរួចឲ្យសមាគមផងបើកផ្លូវឲ្យផងបើបន្តបែបនេះសមាគមពាណិជ្ជកម្មភាគពីយប់នឹងខ្សែធនទាំងស្រុងហើយ ត្រកូលបេខ្ញុំធ្វើជំនួញតែងតែប្រកាន់យកគោលការណ៍សន្តិភាពនាំមកនៅត្រក
គឺលោកប្រធានទេដែលជាអ្នកបំពេញច្បាប់មុនកំហុសទាំងអស់សុទ្ធតែជារបស់អ្នកដទៃនេះជាបញ្ជីរបស់ប្រធានសមាគមពាណិជ្ជកម្មភាគពីរគាត់សុខចិត្តប្រគល់តំណែងជូនលោកស្រីសូមអញ្ជើញលោកស្រីចូលកាន់កាប់សមាគមដើម្បីដឹកនាំវិស័យពាណិជ្ជកម្មភាគពីរក្នុងនៅពេលដែលលោកប្រធានមានចិត្តស្មោះត្រង់បែបនេះអញ្ចឹងយើងទាំងអស់គ្នានឹងសហការគ្នាដើម្បីឈ្នះទាំងសងខាងលោកយាយអ្នកម៉ាក់ការគ្រប់គ្រងនឹងចាប់ផ្ដើមនៅថ្ងៃនេះមិនទៅប្រឡងនៅឯទីក្រុងច្បាស់ជាមិនស្មើនឹងគេឈ្មោះសាលារបស់ត្រកូលបេយើងឡើយធ្វើដំណើរផ្លូវឆ្ងាយត្រូវចេះត្រៀមខ្លួនស្បៀងអាហារនិងឈុំសម្រាប់ដឹកកម្ដៅក្នុងកន្ត្រកប្រឡងសុទ្ធតែបានរៀបចំរួចរាល់ហើយជីវ៉ាន់កូនស្ទាត់ជំនាញខាងគម្ពីរប្រវត្តិសាស្ត្រមែនប៉ុន្តែរស្គោរបស់ត្រកូលបេគឺស្ថិតនៅលើដីស្រែចម្ការពេលដល់កន្លែងប្រឡងបើជួបប្រធានបទសរសេរអត្ថបទវិភាគគុំសរសេរពាក្យពេចន៍ទេស្អាតដែលគ្មានខ្លឹមសារអីត្រូវសរសេរអ្វីដែលកូនបានឃើញនិងបានធ្វើនៅតំបន់លេងហៅក្នុងរយៈពេល10ឆ្នាំមកនេះឲ្យអស់មកចៅនឹងចង់ចាំពាក្យទូន្មានរបស់លោកយាយមកពីលែងហៅនឹងលីថាអាសាឡាបេជាអីនឹងគឺជារបស់ពួកឈ្មួញដែលមានតែលុយជាអ្នកបង្កើតឡើងតែថាជាកូនចៅត្រកូលឈ្មួញទោះបីជាចំណាយលុយជួគ្រូកែដល់ល្បីល្បាញមកបង្រៀនក៏ដោយក្នុងចិត្តគំនិតមានតែរឿងកញ្ញាផលចំណេញតែចេះយល់ពីសេចក្តីថ្លៃថ្នូរនិងគោលការណ៍របស់ពួកអ្នកប្រាជ្ញដោយរបៀបណាព្រះមហាក្សត្រទ្រង់អាណិតដល់ប្រជារាស្ត្រនៅតាមព្រំដែនដោយសារឆ្នាំនេះមានគ្រោះរាំងស្ងួតនៅភាគខាងជើងការធ្វើកសិកម្មរបស់ទាហានមិនសូវបានផលដូច្នេះប្រធានបទប្រឡងលើកនេះគឺការពិភាក្សាអំពីការធ្វើកសិកម្មនិងប្រព័ន្ធធារាសាស្ត្រនៅតំបន់ព្រំដែនគន្លឹះនៃការគ្រប់គ្រងទ័ពគឺស្ថិតនៅលើការធ្វើកសិកម្មរបស់ទាហានហើយគន្លឹះនៃការធ្វើកសិកម្មគឺស្ថិតនៅលើប្រព័ន្ធធារាសាស្ត្រដីស្ងួតហួតហែងគួរតែនាំទឹកពីភ្នំទឹកកកចូលទៅក្នុងដីដើម្បីកុំឲ្យកម្ដៅថ្ងៃហួតអស់ពេលមានគ្រោះកណ្ដូលគួរតែបោះបង់ចោលការបួងសួងដែលគ្មានប្រយោជន៍ហើយប្រើវិធីជីកប្រឡាយដុតភ្លើងដើម្បីកម្ចាត់រួចប្រើសត្វស្លាបឲ្យមកស៊ីវាជីចំណីនេះជាអត្ថបទដែលលើកយកតែទ្រឹស្ដីមកនិយាយទៀតហើយមានតែពាក្យពេចន៍អួតអាងអំពីគុណធម៌និងធម្មជាតិគ្មានយុទ្ធសាស្ត្រជាក់ស្ដែងអ្វីបន្តិចសោះល្អណាស់ជាអត្ថបទស្ដីពីការធ្វើកសិកម្មដ៏ល្អមួយតើអត្ថបទនេះមានអ្វីប្លែកលោកមើលវិធីគ្រប់គ្រងទឹកនិងវិធីកម្ចាត់កណ្ដូបនេះចុះពាក្យពេចន៍នីមួយសុទ្ធតែមានតម្លៃមិនមែនគ្រាន់តែសរសេរលើនេះគឺជាអ្នកដែលមានបទពិសោធន៍ជាក់ស្ដែងពិតប្រាកដបានចុះទៅធ្វើការផ្ទាល់លើដីនិងបានជួយសង្គ្រោះជីវិតប្រជាជនជាច្រើនអ្នកដែលជាប់លេខ1ក្នុងការប្រឡងលើកនេះគឺមិនអាចជាអ្នកដទៃក្រៅពីម្ចាស់អត្ថបទនេះឡើយដំណឹងល្អម្ចាស់ផ្ទះលោកបេវីបានប្រឡងជាប់ជាបណ្ឌិតក្នុងការប្រឡងថ្នាក់ខេត្តជាប់លេខ1 GG1 ទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ជីវ៉ាន់កូនខ្ញុំប្រឡងជាប់ហើយមិនមែនត្រឹមតែជាបណ្ឌិតធម្មតាទេគឺជាប់លេខ1ទៀតផងផ្ដល់រង្វាន់ដល់អ្នកនាំដំណឹងម្នាក់50តម្លឹងប្រាក់សូមអរគុណលោកជំទាវការរងចាំរង្វាន់គឺដូចជាកូនឈើអណ្តែតលើទឹកឥឡូវនេះជីវ៉ាន់បានប្រឡងជាប់ជាបណ្ឌិតហើយពួកមន្ត្រីពុករលួយធម្មតាគុំសង្ឃឹមថានឹងអាចមកជន់ឈ្លីលើក្បាលគ្រូសាបេយើងបានទៀតឡើយបិទត្រាត្រួតពិនិត្យភ្លាមសូម្បីតែរួយមួយក្បាលក៏មិនអនុញ្ញាតឲ្យហាចេញទៅក្រៅបានដែរខ្ញុំជាមន្ត្រីត្រួតពិនិត្យពិសេសដែលទទួលបានព្រះរាជបញ្ជាឲ្យមកត្រួតពិនិត្យពន្ធដារនៅតំបន់ព្រំដែនមានគេរាយការណ៍សម្ងាត់ថាគ្រូសាបេលួចតិចពន្ធនិងកឹបកេងប្រាក់យ៉ាងច្រើនពីទីផ្សារព្រំដែនថ្ងៃនេះខ្ញុំមកដើម្បីពិនិត្យបញ្ជីកណេពួកលោកនាំទាហានមកសម្រុកជោគផ្ទះប្រជាជនបែបនេះតើហៅថាការពិនិត្យបញ្ជីកណេឲ្យដែរក្នុងនៅពេលដែលលោកមន្ត្រីចង់ពិនិត្យបញ្ជីកណេឲ្យយើងពិតជាត្រូវតែសហការឲ្យអស់ពីសមត្ថភាពបញ្ជីកណេឲ្យរបស់គ្រូសាបេទាំងអស់គឺនៅក្នុងទូទាំងនេះប្រសិនបើអ្នកកណេឲ្យដែលលោកនាំមកមិនគ្រប់គ្រាន់គ្រូសាបេអាចឲ្យលោកខ្ចីមនុស្សបន្ថែមបានមិនចាំបាច់ទេអ្នកដែលខ្ញុំនាំមកសុទ្ធតែជាអ្នកជំនាញកណេឲ្យមកពីក្រសួងហិរញ្ញវត្ថុប្រសិនបើផ្ទះអ្នកហ៊ានលួចកិច្ចពន្ធទូបីតែមួយកាក់ក៏ដោយថ្ងៃនេះខ្ញុំនឹងកាត់ក្បាលអ្នកចោលឆែកមើលរកឃើញហើយឬនៅបញ្ជីមិនប្រក្រតីទាំងនោះណែណាលោកម្ចាស់បញ្ជីនេះត្រឹមត្រូវគ្រប់កាក់គ្រប់សេនទាំងអស់អាពូអេតប្រយោជន៍តាវាអាចទៅរួចយ៉ាងម៉េចទៅលោកម្ចាស់សូមមើលចុះបញ្ជីរបស់គ្រូសាបេនេះខាងឆ្វេងកត់ត្រាចំណាយខាងស្ដាំកត់ត្រាចំណូលរាល់ការចេញចូលគឺមានតួលេខស្មើគ្នាទាំងសងខាងដរាបណាមានបញ្ជីខ្លាំងៗមួយឬលួចកិច្ចពន្ធមួយកាក់បញ្ជីនេះនឹងមិនអាចស្មើគ្នាបានឡើយបញ្ជីនេះធ្វើឡើងយ៉ាងល្អឥតខ្ចោះគ្មានចន្លោះប្រហោងអ្វីឡើយនេះមិនអាចទៅរួចទេចុះប្រាក់ចំណេញរាប់សែនដំឡឹងនោះវាទៅណាអស់ហើយប្រកាសជាត្រូវពួកគេផ្ទេរចេញឬកឹបកេងទុកជាប្រយោជន៍ដល់គ្រូលោកម្ចាស់ផ្លូវនៃប្រាក់ចំណេញក៏ត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់ដែរលោកសូមមើលចុះរាល់ពេលចូលរដូវរងាគ្រូសាបេបានបរិច្ចាគអាវរងាធ្វើពីរោមជីមចំនួន 20000 កំផ្លេដល់កងទ័ពជួរមុខនៅឡែងហាស្មានអាហារយកទីចំនួន 50000 ដុំហើយនៅមានការជួសជុលប្រឡាយទឹកនិងពង្រឹងកំពែងក្រុងនៅខាងក្រៅទៀតផងរឿងលោកអាគមហាសេនាបតីទុកពីចុះគ្រូសាបេនេះមិនមែនលួចកឹបកេងឬកិច្ចពន្ធទេណា
ពួកគេកំពុងប្រើប្រាស់លុយរបស់សមាគមពាណិជ្ជកម្មទាំងមូលដើម្បីចិញ្ចឹមកងទ័ពនៅលេងហៅតាសូមក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រខេត្តទាំង5នៅតំបន់វាលទំនាបកណ្ដាលកំពុងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងរយៈពេល100ឆ្នាំមកនេះដែលឃ្លីស្ងួតពេលនេះខ្លាំងរត់ទេសអាតគ្មានស្បៀងសម្រាប់បញ្ជូនទៅជួយទេហើយជនភៀសខ្លួនជាច្រើនកំពុងសម្រុកមកកាន់រាជធានីខ្លាំងរត់ទេសអាតអ្នកជាអគ្គមហាសេនាបតីចូលរកវិធីដោះស្រាយឲ្យលឿនឡើងសូមព្រះមហាក្សត្រគុំតន់ផ្ញើទូលបង្គំបានលើដំណឹងថាគ្រូសាបេនៅលេងហៅប៉ុន្មានឆ្នាំនេះពួកគេបានកាប់ឆ្ការដីនៅភៀសពីយកយ៉ាងព្រឹកក្រែងហើយស្តុកទុកស្បៀងអាហាររាប់មិនអស់ទ្រព្យសម្បត្តិពួកគេអាចប្រៀបបាននឹងរត់ពេលនេះប្រទេសជាតិជួបគ្រោះអាសន្នគ្រូសាបេគួរតែបរិច្ចាគទ្រព្យសម្បត្តិនិងស្បៀងអាហារទាំងអស់ដើម្បីបំពេញឃ្លាំងរត់ដោះស្រាយបញ្ហាបន្ទាន់របស់រាជវាំងបើគ្រូសាបេមិនព្រមនោះគឺមានន័យថាពួកគេស្តុកទុកទំនិញដើម្បីកេងចំណេញនិងមានបំណងក្បត់ជាតិត្រូវតែប្រហារជីវិតចោលទាំងគ្រួសាររៀងរាជចំការបញ្ជាឲ្យគ្រូសាបេនៅលេងហៅត្រូវបញ្ជូនស្បៀងអាហារចំនួន50,000 ដុំទៅកាន់តំបន់គ្រោះមហន្តរាយនៅវាលទំនាបកណ្ដាលជាបន្ទាន់ហាមខកខានឲ្យសោះលោកស្រីបេរាជវាំងកំណត់ពេលឲ្យត្រឹមតែពាក់កណ្ដាលខែប៉ុណ្ណោះបើមិនអាចប្រគល់ឲ្យបានទេនោះគឺប្រឆាំងនឹងរាជចំការសូមលោកតំណាងរាជវាំងជួយទូលថ្វាយព្រះមហាក្សត្រវិញផងប្រទេសជាតិមានទុកគ្រូសាបេក្នុងនាមជាប្រជារាស្ត្រនៃរាជវង្សដែលឈ្មោះនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពអង្គរ50,000ខាងនេះគឺជាទ្រព្យសម្បត្តិទាំងអស់ដែលយើងមានហើយម្យ៉ាងទៀតបើប្រកូលស្បៀងនេះទៅឲ្យរាជការឆ្លងកាត់ដៃពួកមន្ត្រីពុករលួយរបស់ចៅឈឹងមិនដឹងថាមានអង្គសប៉ុន្មានគ្រាប់ទេដែលទៅដល់ដៃជនរងគ្រោះអ្នកណាថាខ្ញុំនឹងប្រកូលស្បៀងឲ្យពួកមន្ត្រីពុករលួយទាំងនោះបញ្ជាទៅគ្រប់ពាណិជ្ជករទាំងអស់ក្នុងសមាគមពាណិជ្ជកម្មពីយកឲ្យបើកឃ្លាំងស្បៀងប្រើប្រាស់ក្រុមរទេះសេះនិងក្រុមអូតទាំងអស់ដើម្បីបើកផ្លូវដឹកជញ្ជូនស្បៀងពីលានជើទៅកាន់តំបន់កណ្ដាលចេញដំណើរគោលដៅគឺតំបន់រងគ្រោះនៅកណ្ដាលប្រទេសដោយមិនឆ្លងកាត់មន្ត្រីរាជការឡើយគឺចែកស្បៀងដោយផ្ទាល់អង្គមួយខាងតម្លៃ2គួនអ្នកណាគ្មានលុយសុទ្ធយកប្លង់ដីមកដូរអ្នកណាដែលលក់កូនលក់ចៅទៅចុះកិច្ចសន្យាលក់ខ្លួននៅខាងមុខទៅ2គួនពួកអ្នកចង់បិទផ្លូវរស់របស់ពួកយើងមែនទេលោកម្ចាស់តើនេះជាក្រុមពាណិជ្ជករមកពីភៀសពីយកមែនទេខ្ញុំសុំទិញស្បៀងទាំងអស់នេះខ្ញុំឲ្យតម្លៃ3កាក់ក្នុងមួយថាសមិនលក់ទេត្រកូលបាយពីលៀងជើទទួលរាជបញ្ជាមកសង្គ្រោះគ្រោះមហន្តរាយដោយបង្កើតស្ថានីយ៍ចែកស្បៀងតម្លៃសមរម្យនៅភៀសពីយកត្រកូលបាយពីលៀងជើទទួលរាជបញ្ជាមកសង្គ្រោះគ្រោះមហន្តរាយដោយបង្កើតស្ថានីយ៍ចែកស្បៀងតម្លៃសមរម្យអ្នកដែលគ្មានលុយអាចមកទទួលបបរស្ងោរខាប់ពីចានដោយឥតគិតថ្លៃរាល់ថ្ងៃឲ្យតែឆ្អែតអរគុណត្រកូលបាយដែលជួយសង្គ្រោះជីវិតពួកយើងនេះជាព្រះពោធិសត្វមកជួយទឹកមែនជួយផងលោកប្រុសអង្គរ50,000ខាងនេះបានជួយទប់លំនឹងតំបន់កណ្ដាលដែលជិតដួលរលំឲ្យមានស្ថិរភាពឡើងវិញចៅឈឹងចង់ប្រើរាជការដើម្បីធ្វើឲ្យត្រកូលបាយអស់លទ្ធភាពប៉ុន្តែគេមិននឹកស្មានថាត្រកូលបាយយើងមិនត្រឹមតែមិនអស់លទ្ធភាពទេថែមទាំងប្រាស្បៀងនេះទិញយកចិត្តទុកដាក់ពីប្រជាជនទូទាំងតំបន់កណ្ដាលទៀតផងស្ថិរភាពរបស់រាជការសប្តាហ៍ថ្ងៃនេះគឺពឹងផ្អែកលើឃ្លាំងស្បៀងនៅភៀសពីយករបស់យើងនេះឯងលោកអគ្គមហាសេនាបតីគាត់ចាប់ដើមនៅមិនសុខហើយបច្ចុប្បន្នត្រកូលបាយមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅភៀសពីយកបើមិនប្រើវិធីសាស្ត្រពិសេសខ្លះទេគឺពិបាកនឹងកម្ចាត់ពួកគេណាស់លោកម្ចាស់ថ្ងៃស្អែកត្រកូលបាយមានក្រុមពាណិជ្ជករដឹកជញ្ជូនតែនឹងសាប៊ូនឹងចេញទៅតំបន់ស៊ីយូកូនចៅបានតាក់ទងជាមួយអ្នកបាត់បរទេសម្នាក់ក្នុងក្រុមពាណិជ្ជករត្រកូលបាយរួចហើយដើម្បីទៅរកទិញស្នានិងអាវុធដប់ហឹបដែលគ្មានតាកងតបពីផ្សារងឹតយប់នេះឲ្យអ្នកបាត់បរទេម្នាក់នោះលួចដាក់ចូលក្នុងរទេះទំនិញរបស់ត្រកូលបាយទៅគ្រាន់តែរកឃើញអាវុធយោធាខុសច្បាប់ទាំងនេះនៅមុខក្លោងទ្វារក្រុងត្រកូលបាយនឹងត្រូវចោទពីបទសំគំនិតជាមួយស្រូវនិងមានបំណងក្បត់ជាតិដែលជាទោសប្រហារជីវិតដល់ពេលនោះទោះបីជាជាងឈឹងក៏មិនអាចជួយពួកគេបានដែរកូនចៅនឹងទៅរៀបចំលេងអ្នកស្រីដូចដែលអ្នកស្រីបានគិតទុកមែនកាលពីយប់មិនមានស្រមោលខ្មៅមួយចំនួនបានលួចចូលទៅក្នុងឃ្លាំងខាងក្រៅផ្ទះយើងហើយលួចដាក់ហឹបឈើធំចំនួន10ដែលធ្ងន់ចូលទៅក្នុងរទេះសេះរបស់ក្រុមពាណិជ្ជករបងប្អូនបានពិនិត្យមើលហើយគឺសុទ្ធតែជាអាវុធនិងស្នាធ្ងន់គ្រូនេះគឺពួកគេចង់ទម្លាក់កំហុសមកលើពួកយើងថាជាអ្នកក្បត់ជាតិម៉ាក់កូននឹងនាំមនុស្សទៅយកអាវុធទាំងនេះទៅប្រកួតជូនសាលាជំនះក្តីដើម្បីលាតត្រដាងពួកគេនៅចំពោះមុខមហាជនយកទៅប្រកួតឲ្យវិញតើធ្វើបែបនោះបានយ៉ាងម៉េចទៅក្នុងពេលដែលគ្រូខំប្រឹងរៀបចំឆាកល្ខោនយ៉ាងនេះបើយើងមិនសម្ដែងឲ្យចប់ទេតើមិនខូចចិត្តនឹងបំណងល្អរបស់ចៅឈឹងហ្វឹងទេមឹងវឹងតើអ្វីដែលឲ្យអ្នកតាមរយៈពួកឈ្មោះលោករកធានជាតិចិត្តខ្មៅនៅតំបន់គ្រោះមហន្តរាយកណ្ដាលប្រទេសដើម្បីតាមរកតម្រុយនោះតើអ្នករៀបចំរួចរាល់ហើយនៅគឺនៅទីនេះទាំងអស់ហើយនេះគឺជាឯកសារលម្អិតអំពីការដែលចៅហ្វាយខេត្តកាត់កងប្រាក់ខែទីហ៊ានអស់រយៈពេល10ឆ្នាំមកនេះហើយលួចបែងចែកផលប្រយោជន៍ជាមួយចៅសេនស៊ីននៅរាជធានីរួមទាំងសម្បត្តិសម្រាប់ឆ្លើយឆ្លងពីទីក្រុងទាំងអស់គឺយកទៅរំលាយធ្វើជាដៃគោហើយដាក់ចូលទៅក្នុងហឹបជើធំដែលពួកគេបានផ្ញើមកវិញថ្ងៃស្អែកយើងនឹងសម្ដែងរឿងកុលលបួងពោះចេញពីក្នុងរូងជូនលោកចៅហ្វាយខេត្តមើលបិទខ្លងទីក្រុងខ្ញុំទទួលបានដំណឹងសម្ងាត់ថាក្រុមពាណិជ្ជករត្រកូលបាយប្រើឈ្មោះថាធ្វើជំនួញប៉ុន្តែតាមពិតទៅបានលួចបង្កប់អាវុធយោធាធុនធ្ងន់ដើម្បីលក់ឲ្យស្រូវនៅខាងក្រៅក្នុងបំណងក្បត់ជាតិលោកចៅហ្វាយខេត្តបាយអាចញ៉ាំផ្ដេសផ្ដាសបានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាសបានទេប្រទេសរបស់ត្រកូលបាយយើងដឹកតែនឹងរបស់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះតើអាវុធមកពីណាមានឬមិនមានគឺដឹងនៅពេលដែលឆែកឆេរទៅអ្នកណាខ្លះនៅទីនេះទៅរុះរើទេសសេះដែលគ្រប់ដោយក្រណាត់ខ្មៅនោះឲ្យខ្ញុំបងប្អូនអ្នកស្រុកទាំងអស់គ្នាសូមមើលឲ្យច្បាស់បើថ្ងៃនេះរកឃើញអាវុធត្រកូលបាយនឹងត្រូវទទួលទោសប្រហារជីវិតទាំងគ្រួសារបើខឹប
លោកម្ចាស់គឺសៀវភៅកណីទេតើអាចទៅរួចយ៉ាងម៉េចទៅខ្ញុំទើបតែទទួលបានដំណឹងពីអ្នកស្រីប៉ៃថាលោកចៅហ្វាយខេតបានចាប់បានទំនិញយោធាធុនធ្ងន់មួយចំនួននៅខ្លងទ្វារក្រុងដែលពាក់ព័ន្ធនឹងភាពរុងរឿងមានជីវិតរបស់កងទ័ពទាំងពីរខេត្តទើបខ្ញុំមកពិនិត្យមើលលោកឧត្តមសេនីយ៍ជាមកដល់ទាន់ពេលល្អណាស់លោកចៅហ្វាយខេតទើបតែបានរកឃើញភស្តុតាងជាក់ស្ដែងពីក្បួនទេសរបស់ត្រកូលប៉ៃខ្ញុំអំពីការដែលគាត់បានចាប់កេងប្រាក់ខែទាហាននិងកាត់កងស្បៀងយោធាអស់រយៈពេល10ឆ្នាំមកនេះឆ្នាំទី8នៃរជ្ជកាលជៀនធីងបានបញ្ជូនប្រាក់ 20,000 ដំឡឹងទៅឲ្យតុងយីដែលត្រូវបានកត់ត្រាក្នុងបញ្ជីនេះឈប់អានទៅនោះជារបស់ខ្លាំងៗទេពួកឯងកំពុងតែមួលបង្កាច់ខ្ញុំមន្ត្រីពុករលួយកងទ័ពជួរមុខរបស់ខ្ញុំត្រូវស្លាប់ដោយសារត្រជាក់និងអត់ឃ្លាននៅតាមព្រំដែនតាមពិតទៅវាបានធ្លាក់ចូលក្នុងខោប៉ៅរបស់ឯងនិងលោកនាយករដ្ឋមន្ត្រីចៅទាំងអស់ចាប់ខ្លួនជនក្បត់ជាតិដែលកឹកកេងប្រាក់ខែទាហាននេះទៅលោកនាយករដ្ឋមន្ត្រីចៅផ្ទៃមេឃនៅភាគទីយប់នេះបានផ្លាស់ប្ដូរទាំងស្រុងហើយកូនអុកចុងក្រោយរបស់លោកនៅតាមព្រំដែនក៏ត្រូវដកចេញដែរខ្ញុំចង់ដឹងថាតើលោកអាចនៅធ្វើជាមន្ត្រីក្នុងរាជធានីបានយូរប៉ុណ្ណាទៀតចៅតុងឯងគ្រាន់តែជាមេតបការពារតំបន់ម្នាក់ប៉ុណ្ណោះតើអ្នកណាឲ្យអំណាចឯងមកចាប់ខ្លួនមន្ត្រីរាជការបែបនេះខ្ញុំជាមន្ត្រីថ្នាក់ទី4ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រផ្ទាល់តាមច្បាប់មានតែព្រះរាជបញ្ជារបស់ព្រះមហាក្សត្រប៉ុណ្ណោះទើបអាចកាត់ទោសខ្ញុំបានអានថៃឡាននាងជាស្រីអាក្រក់ហ៊ានខ្លាញ់បន្លំបញ្ជីកនីនិងលិខិតសម្ងាត់ព្រមទាំងគុកខិតជាមួយមេតបដើម្បីមួលបង្កាច់មន្ត្រីរាជការរងចាំឲ្យខ្ញុំដាក់នៅរាជធានីនិងដាក់លើទោសរបស់នាយករដ្ឋមន្ត្រីចៅសិនចាំមើលខ្ញុំនឹងឲ្យត្រកូលប៉ៃរបស់នាងត្រូវប្រហារជីវិតទាំងពួងចិត្តស្លាប់ទៅហើយនៅតែមករឹងទៀតបញ្ជីស្បៀងយោធានៅក្នុងហឹបឈើទំនោះត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់បញ្ជីកនីតើអ្នកណាបានឃើញហឹបឈើនោះត្រូវបានរកឃើញនៅក្នុងក្បួនពាណិជ្ជកររបស់ត្រកូលប៉ៃខ្ញុំអាចប្រាប់ទៅថ្នាក់លើថាត្រកូលប៉ៃរបស់ពួកឯងបានខ្លាញ់បន្លំបញ្ជីកនីដើម្បីការពារខ្លួនហើយមួលបង្កាច់ខ្ញុំពួកឯងគ្មានសាក្សីទេនេះបើទៅដល់រាជធានីគឺគ្មានសាក្សីអ្វីទាំងអស់មេតបជាងគ្មានសិទ្ធិកាត់ទោសលោកទេចុះបើជាខ្ញុំវិញលោកចៅហ្វាយខេតនិយាយថាគ្មានសាក្សីមែនទេមន្ត្រីកណេឲ្យចំណិតរបស់លោកម្នាក់នេះពេលកំពុងរត់គេចខ្លួនជាមួយមាសប្រាក់ពីក្នុងសម្បុកចោលនៅភ្នំហៃហ្វឹងត្រូវបានកងទ័ពជួរមុខរបស់ខ្ញុំចាប់បានផ្ទាល់ដៃលោកមេបញ្ជាការសូមមេត្តាជីវិតផងទាំងអស់នេះគឺតាមបញ្ជារបស់លោកចៅហ្វាយខេតទេកាត់កងស្បៀងតបហើយធ្វើបញ្ជីខ្លាំងៗហើយការពីយុគមិញដែលលួចដាក់អាវុធចូលក្នុងក្បួនរថយន្តត្រកូលបៃក៏សុទ្ធតែជាការបង្ខំរបស់គាត់ដែរខ្ញុំហ៊ានធ្វើខ្ញុំនៅមានត្រាខ្លាំងៗដែលគាត់ឆ្លាក់ដោយខ្លួនឯងសម្រាប់ដកហូតស្បៀងតបទៀតផងលោកលីរឿងនេះសុទ្ធតែជាបំណងរបស់លោកនាយករដ្ឋមន្ត្រីចៅទេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះលោកលីលោកមិនអាចសម្លាប់ខ្ញុំបានទេខ្ញុំជាមន្ត្រីរាជការលោកប្រើច្បាប់ទាហានមកកាត់ទោសមន្ត្រីរាជការវាជារឿងហាមឃាត់ធ្ងន់ធ្ងរណាស់រឿងហាមឃាត់ឬក្នុងពេលមានសង្គ្រាមនៅតាមព្រំដែនអ្នកណាដែលស៊ីសំណុកស្បៀងតបឬកាត់កងស្បៀងតបសុទ្ធតែត្រូវទទួលទោសតាមច្បាប់ទាហានអ្នកកាប់ដាច់ស្បៀងរបស់កងទ័ពយើងទាំងពីរខេត្តដែលមានគ្នា10,000នាក់គឺមានទោសប្រហារជីវិតអូជនក្បត់ជាតិម្នាក់នេះចេញទៅក្រៅសាលាហើយកាត់ទោសតាមច្បាប់ទាហាននៅទីនោះតែម្ដងឈប់សិនទេពួកអ្នកមិនអាចសម្លាប់ខ្ញុំបានទេចៅឈឹងជាងជួយខ្ញុំផងចាប់ពួកអ្នកទោសទាំងអស់នេះដាក់គុកហើយសួរចម្លើយឲ្យបានហ្មត់ចត់លោកស្រីអានការដកស្គលមហារាជនេះពិតជាពេញចិត្តណាស់បើមិនមែនដោយសារលោកស្រីប្រើល្បិចកទេនោះខាងកងទ័ពយើងប្រហែលជាមិនអាចរកឃើញភស្តុតាងរឹងមាំរបស់កញ្ជ្រោងចាស់នេះឡើយប៉ុន្តែការសម្លាប់ចៅហ្វាយខេតបែបនេះខាងរាជធានីប្រកាសជាខឹងសម្បាខ្លាំងណាស់ហើយលោកនាយករដ្ឋមន្ត្រីចៅប្រកាសជាយកលេងនេះមកធ្វើរឿងធំដើម្បីបញ្ជូនអ្នកថ្មីមកទៀតចៅហ្វាយខេតថ្មីមកគ្រប់គ្រងខេត្តលៀងចៅគាត់បញ្ជូនមកមិនចូលឡើយនៃរបស់លោកស្រីគឺចាប់ពីថ្ងៃនេះទៅរដ្ឋបាលនៅតំបន់ភាគទីយប់ត្រូវតែរៀបចំឡើងវិញទាំងស្រុងតំណែងចៅហ្វាយខេតនិងចៅហ្វាយស្រុកដែលទំនេរនេះគឺសិស្សដែលយល់ដឹងពីការកសិកម្មនៅតាមព្រំដែននិងមានចិត្តតែមួយជាមួយសាលាបាយរបស់យើងគឺអាចមកបំពេញតំណែងនេះបាននៃរបស់លោកស្រីគឺយើងជ្រើសរើសមនុស្សដែលខ្លួនឯងប៉ុន្តែការរៀបសំណាក់នឹងទទួលស្គាល់ដែរទេឥឡូវនេះតំបន់កណ្ដាលកំពុងជួបគ្រោះរាំងស្ងួតជីវិតរបស់ឃ្លាំងស្បៀងទូទាំងប្រទេសគឺស្ថិតនៅក្នុងដៃត្រកូលបៃនិងកងទ័ពលៀងចៅរបស់យើងបើហុងតែឆ្លាតគាត់នឹងដឹងថាដាច់ខេត្តនៅភាគទីយប់នេះគាត់មិនអាចពីបំបែកបានឡើយលោកលីជំហានបន្ទាប់គឺត្រូវការឲ្យខាងកងទ័ពនិងប្រជាជនលៀងចៅរួមគ្នាជូនកាដូជាមួយដល់ហុងទេពីរោះណាស់គឺបង្ខំចិត្តទទួលស្គាល់ច្បាប់ទម្លាប់នៅភាគទីយប់របស់យើងលោកស្រីអាននេះគឺជាឆាត់ប្រជាជនដែលប្រជាជន 10,000 នាក់នៅលៀងចៅបានធ្វើជូនលោកស្រីបើគ្មានត្រកូលបៃទេនោះតំបន់ភាគទីយប់ប្រកាសជាមានមនុស្សអត់ឃ្លានស្លាប់ពេញផ្លូវយូរមកហើយពួកយើងជាប្រជាជនសាមញ្ញសុខចិត្តយកជីវិតមកធានាពីភាពស្អាតស្អំរបស់ត្រកូលបៃលោកស្រីអាននេះគឺជាឯកសារធានាពីសំណាក់កងទ័ពលៀងចៅដែរចុះហត្ថលេខាដែលមេតបនិងនីតិហ៊ានសរុប126នាក់រួមគ្នាតបសេះដៃទាំង 10,000 នាក់នៃលៀងចៅសូមស្បោះស្លាប់ដើម្បីធានាឲ្យត្រកូលបៃសូមស្បោះស្លាប់ដើម្បីធានាឲ្យត្រកូលបៃពេលវេលាបានមកដល់ហើយជីឈីងរៀបចំសេះលឿនឲ្យបានគ្រប់ចំនួនហើយបញ្ជូនកាដូធំទាំងពីរនេះរួមជាមួយលិខិតដែលត្រកូលបៃរបស់យើងសន្យាផ្ដល់ស្បៀងអាហារតម្លៃសមរម្យចំនួន 20,000 ដាំជារៀងរាល់ឆ្នាំជូនរាជសំណាក់ឲ្យទៅដល់មុខព្រះភ័ក្ត្រជាបន្ទាន់
ហ្វុងតេអានភេឡានកំពុងប្រើល្បិចយកហុងតេធ្វើជាចំណាប់ខ្មាំងដើម្បីបញ្ជាមន្ត្រីផ្ទៃទៀតគាត់ញុះញង់ទីហ៊ាននៅតាមព្រំដែននិងប្រជាជនមើលទៅដូចជាសុំឲ្យបើកការកាត់ក្តីរឿងចាស់ឡើងវិញប៉ុន្តែតាមពិតទៅគឺកំពុងប្រើអំណាចយោធានិងស្បៀងអាហារនៅភៀសពីយប់មកគំរាមកំហែងហុងតេនេះគឺជាសញ្ញានៃការក្បត់សុំហុងតេចេញរីជង្ការឲ្យលើកតបទៅបង្ក្រាបការបះបោរនេះជាបន្ទាន់ហុងតេមិនអាចធ្វើបែបនេះបានដាច់ខាតបច្ចុប្បន្នតំបន់កណ្ដាលកំពុងជួបគ្រោះរាំងស្ងួតឃ្លាំងរាជការគ្មានស្បៀងជនភៀសខ្លួនក្នុងរាជធានីកំពុងរស់នៅដោយសារតែផ្លូវដឹកជញ្ជូនស្បៀងពីភៀសពីយប់របស់ត្រកូលបៃប៉ុណ្ណោះប៉ុន្តែបើបង្ខំឲ្យលៀងជើបះបោរនៅពេលនេះនោះរាជវង្សតាស្វាននឹងដួលរលំក្នុងពេលដ៏ខ្លីលើកតបតើយកអ្វីទៅលើកតបតើឲ្យទីហ៊ានដែលកំពុងឃ្លានទៅច្បាំងជាមួយតបសេះដៃដ៏ខ្លាំងក្លារបស់លៀងជើឬសូមហុងតេពិនិត្យមើលលិខិតរបស់អានភេឡានគាត់គ្រាន់តែសុំការអនុគ្រោះឲ្យកាត់ក្តីរឿងចាស់ឡើងវិញប៉ុណ្ណោះហើយគាត់សន្យាថានឹងធានាស្បៀងអាហារឲ្យតំបន់កណ្ដាលជារៀងរាល់ឆ្នាំនេះគឺជាល្បិចចំហរបស់គាត់យកកាំបិតមកដាក់លើករបស់ខ្ញុំដោយផ្ទាល់ហើយខ្ញុំថែមទាំងត្រូវបង្ខំចិត្តទទួលស្គាល់វាទៀតចេញពីជំការមកថារឿងក្តីពុករលួយរបស់អតីតមន្ត្រីជាន់ខ្ពស់បៃជីងយួនកាលពីអតីតកាលមានចំណុចគួរឲ្យសង្ស័យច្រើនសូមឲ្យតុលាការកំពូលក្រសួងយុទ្ធភ័ពនិងស្ថាប័នត្រួតពិនិត្យរួមគ្នាបើកការស៊ើបអង្កេតឡើងវិញជាបន្ទាន់ហុងតេចៅភូរឿងក្តីនេះកាលពីមុនគឺអ្នកជាអ្នកចាត់ចែងដោយផ្ទាល់ឥឡូវនេះភូស្តាងរឹងមាំនៃការស៊ីសំណូករបស់ចៅហ្វាយខេតលៀងជើបានមកដល់រាជធានីហើយដែលពាក់ព័ន្ធនឹងការដែលអ្នកទទួលសំណូកនិងមួបង្កាច់អ្នកស្មោះត្រង់តើអ្នកមានអ្វីចង់និយាយទៀតទេហុងតេខ្ញុំគ្មានកំហុសទេទាំងអស់នេះគឺដើម្បីព្រះមហាក្សត្រដើម្បីរាជវាំងអ្នកណាទៅចាប់ចៅភូយកទៅដាក់គុករងចាំការកាត់ទោសទេទីក្រុងនេះពិតជាអស្ចារ្យណាស់ការជំនុំជម្រះក្តីដោយស្ថាប័នទាំង3បានបញ្ចប់ហើយជនក្បត់ចៅបានទទួលស្គាល់កំហុសរបស់ខ្លួនព្រះមហាក្សត្របានចេញរីជង្ការដើម្បីជំនះរាល់ភាពយុត្តិធម៌ដែលលោកម្ចាស់ចាស់បានទទួលការពីអតីតកាលនិងស្ដារកិត្តិយសឡើងវិញលោកឪពុកតើវិញ្ញាណក្ខន្ធរបស់លោកឪពុកបានឃើញដែរទេភាពយុត្តិធម៌របស់ត្រកូលបៃត្រូវបានជំនះអស់ហើយជីតាត្រូវបានជំនះកំហុសហើយចែកគ្មានអ្វីត្រូវស្ដាយក្រោយទៀតទេក្នុងជីវិតនេះមេឃលឺហើយចាប់ពីថ្ងៃនេះទៅត្រកូលបៃអាចងើបមុខឡើងបានយ៉ាងពេញទំហឹងហើយដោយព្រះរាជបញ្ជាពីព្រះមហាក្សត្រអតីតមន្ត្រីជាន់ខ្ពស់បៃជីងយួនពេញមួយជីវិតមានភាពស្មោះត្រង់និងសុចរិតគឺដោយសារតែការបោកបញ្ឆោតពីពួកមន្ត្រីពុករលួយទើបពេលនេះភាពអយុត្តិធម៌ត្រូវបានជំរះស្ដារកិត្តិយសឡើងវិញនិងប្រទានងារជាថៃប៉ាងមានចិត្តអាណិតអាសូរដល់ប្រជារាស្ត្រមានគុណធម៌ជួយសង្គ្រោះប្រជាជននិងរក្សាការពារព្រំដែនបានយ៉ាងល្អប្រសើរទើបប្រទានងារដល់ត្រកូលបៃជាជីមគូគង់តពូសូមព្រះមហាក្សត្រទ្រង់ព្រះជន្មាយុ10000ឆ្នាំលោកជំទាវចិនគូគង់សូមមេត្តាអញ្ជើញក្រោកឡើងព្រះមហាក្សត្របានប្រទានភូមិគ្រឹះចិនគូគង់នៅរាជធានីរួចហើយរងចាំតែលោកជំទាវនិងលោកម្ចាស់ទាំងប៉ុន្មានរៀបចំឲ្យបានប៉ុណ្ណោះសូមអរព្រះគុណចំពោះព្រះមេត្តាប្រោសប្រទានប៉ុន្តែភូមិគ្រឹះនៅរាជធានីនោះត្រកូលបៃរបស់ពួកយើងនឹងមិនទៅរស់នៅទេនេះលោកជំទាវនោះគឺជាទីក្រុងរាជធានីណាតំបន់ដាច់ស្រយាលនៅភៀសពីយប់នេះតើវាសមនឹងឋានៈរបស់ចិនគូគង់យ៉ាងដូចម្តេចទៅឫសគល់របស់ត្រកូលបៃត្រូវបានដាំយ៉ាងជ្រៅនៅទីនេះហើយពួកយើងនឹងមិនទៅណាទៀតទេសូមថ្វាយបង្គំលោកជំទាវបៃនិងលោកម្ចាស់ចិនគូគង់3ឆ្នាំកន្លងផុតទៅត្រកូលបៃបានប្រែក្លាយពីដេកមរហស្ថានមកជាអ្នកដែលគ្រប់គ្រងស្ថានភាពទាំងមូលនៅលៀងជើត្រកូលបៃទាំងមូលមានសមាជិកច្រើននិងពូកែទាំងផ្នែកអក្សរសាស្ត្រនិងក្បាច់គុនវាបានក្លាយជាមហាអំណាចដែលមិនអាចរង្គើបានបៃជីងយួនឲ្យរឿងរ៉ាវដែលអ្នកបន្សល់ទុកខ្ញុំបានជំរះវាឲ្យស្អាតអស់ហើយភាពអយុត្តិធម៌របស់ត្រកូលបៃត្រូវបានជំរះហើយមានមុខមាត់ហើយកូនចៅក៏មានសមត្ថភាពអ្នកនៅក្រោមដីអាចបិទភ្នែកបានហើយជីឈីងត្រៀមជំនួយឥឡូវនេះត្រកូលបៃមានអំណាចខ្លាំងពេកដែលអាចបង្កគ្រោះថ្នាក់ដល់រាជបល្ល័ង្កប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំឲ្យច្បាស់ថាឫសគល់របស់ត្រកូលបៃមិនមែនផ្អែកលើផ្ទាំងសាឡាដែលព្រះចៅអធិរាជប្រទានឲ្យនោះទេតែវាស្ថិតនៅលើប្រព័ន្ធស្រោចស្រពនិងវាលស្រែសណ្តែកនៅខាងក្រៅនោះឯងដែលជាឆ្នាំងបាយរបស់ប្រជាជនទាំង100000នាក់នៅលៀងជើចាប់ពីពេលនេះទៅកូនចៅត្រកូលបៃទោះបីជាធ្វើធំដល់កម្រិតណាក៏ដោយប្រសិនបើហ៊ានប្រព្រឹត្តអំពើពុករលួយឬជិះជាន់អ្នកស្រុករហូតបាត់បង់ឫសគល់នៃការរស់នៅនេះនឹងត្រូវដកឈ្មោះចេញពីបញ្ជីត្រកូលភ្លាមហើយស្លាប់ទៅក៏មិនឲ្យចូលក្នុងភ្នូត្រកូលដែរសូមគោរពតាមបញ្ជាការបង្រៀនរបស់ម្ដាយទាំង5កូនចៅត្រកូលបៃត្រូវតែរស់នៅដោយស្មោះត្រង់និងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់អង្គរ500000ខាងនេះគឺជាទ្រព្យសម្បត្តិទាំងអស់ដែលយើងមានហើយម្យ៉ាងទៀតបើប្រកូលស្បៀងនេះទៅឲ្យរាជការឆ្លងកាត់ដៃពួកមន្ត្រីពុករលួយរបស់ចៅឈឹងមិនដឹងថាមានអង្គសោតប៉ុន្មានគ្រាប់ទេដែលទៅដល់ដៃជនរងគ្រោះអ្នកណាថាខ្ញុំនឹងប្រកូលស្បៀងឲ្យពួកមន្ត្រីពុករលួយទាំងនោះបញ្ជាទៅគ្រប់ពាណិជ្ជករទាំងអស់ក្នុងសមាគមពាណិជ្ជកម្មភាគពីយប់ឲ្យបើកឃ្លាំងចែកស្បៀងប្រើប្រាស់ក្រុមរទេះសេះនិងក្រុមអូតទាំងអស់ដើម្បីបើកផ្លូវដឹកជញ្ជូនស្បៀងពីលៀងជើទៅកាន់តំបន់កណ្ដាល
ចេញដំណើរគោលដៅគឺតំបន់រងគ្រោះនៅកណ្ដាលប្រទេសដោយមិនឆ្លងកាត់មន្ត្រីរាជការឡើយគឺចែកស្បៀងដោយផ្ទាល់អង្គមួយថាំងតម្លៃ2គួនអ្នកណាគ្មានលុយសុទ្ធយកប្លង់ដីមកដូរអ្នកណាដែលលក់កូនលក់ចៅទៅចុះកិច្ចសន្យាលក់ខ្លួននៅខាងនោះទៅ2គួនពួកអ្នកចង់បិទផ្លូវរស់របស់ពួកយើងមែនទេលោកម្ចាស់តើនេះជាក្រុមពាណិជ្ជករមកពីភាពពីយប់មែនទេខ្ញុំសុំទិញស្បៀងទាំងអស់នេះខ្ញុំឲ្យតម្លៃ3កាក់ក្នុងមួយថាំងមិនលក់ទេត្រកូលប៉ៃពីលៀងជើទទួលរាជបញ្ជាមកសង្គ្រោះគ្រោះមហន្តរាយដោយបង្កើតស្ថានីយ៍ចែកស្បៀងតម្លៃសមរម្យនៅភាពពីយប់ត្រកូលប៉ៃពីលៀងជើទទួលរាជបញ្ជាមកសង្គ្រោះគ្រោះមហន្តរាយដោយបង្កើតស្ថានីយ៍ចែកស្បៀងតម្លៃសមរម្យនៅភាពពីយប់អ្នកដែលគ្មានលុយអាចមកទទួលបបរស្ងោរខាប់ពីចានដោយឥតគិតថ្លៃរាល់ថ្ងៃឲ្យតែឆ្អែតអរគុណត្រកូលប៉ៃដែលជួយសង្គ្រោះជីវិតពួកយើងនេះជាព្រះពោធិសត្វមកជួយពិតមែនជួយផងលោកប្រុសអង្គ50,000ថាំងនេះបានជួយទប់លំនឹងតំបន់កណ្ដាលដែលជិតដួលរលំឲ្យមានស្ថិរភាពឡើងវិញចៅឆឹងចង់ប្រើរាជការដើម្បីធ្វើឲ្យត្រកូលប៉ៃអស់លទ្ធភាពប៉ុន្តែគេមិននឹកស្មានថាត្រកូលប៉ៃយើងមិនត្រឹមតែមិនអស់លទ្ធភាពទេថែមទាំងប្រើស្បៀងនេះទិញយកចិត្តទុកដាក់ពីប្រជាជនទូទាំងតំបន់កណ្ដាលទៀតផងស្ថិរភាពរបស់រាជការសប្តាហ៍ថ្ងៃនេះគឺពឹងផ្អែកលើឃ្លាំងស្បៀងនៅភាពពីយប់របស់យើងនេះឯងលោកអាគមហាសេនាបតីគាត់ចាប់ផ្ដើមនៅមិនសុខហើយបច្ចុប្បន្នត្រកូលប៉ៃមានគេឈ្មោះល្បីល្បាញខ្លាំងនៅភាពពីយប់បើមិនប្រើវិធីសាស្ត្រពិសេសខ្លះទេគឺពិបាកនឹងកម្ចាត់ពួកគេណាស់លោកម្ចាស់ថ្ងៃស្អែកត្រកូលប៉ៃមានក្រុមពាណិជ្ជករដឹកជញ្ជូនតែនឹងសាប៊ូនឹងចេញទៅតំបន់ CU កូនចៅបានតាក់ទងជាមួយអ្នកបើកបរទេសម្នាក់ក្នុងក្រុមពាណិជ្ជករត្រកូលប៉ៃរួចហើយដើម្បីទៅរកទិញស្នានិងអាវុធដប់ហឹបដែលគ្មានត្រាកងទ័ពពីផ្សារងឹតយប់នេះឲ្យអ្នកបើកបរទេម្នាក់នោះលួចដាក់ចូលក្នុងរទេះទំនិញរបស់ត្រកូលប៉ៃទៅគ្រាន់តែរកឃើញអាវុធយោធាខុសច្បាប់ទាំងនេះនៅមុខខ្លោងទ្វារក្រុងត្រកូលប៉ៃនឹងត្រូវចោទពីបទសំគំនិតជាមួយស្រូវនិងមានបំណងក្បត់ជាតិដែលជាទោសប្រហារជីវិតដល់ពេលនោះទោះបីជាជាងឈឹងក៏មិនអាចជួយពួកគេបានដែរកូនចៅនឹងទៅរៀបចំភ្លាមអ្នកស្រីដូចដែលអ្នកស្រីបានគិតទុកមែនកាលពីយប់មិញមានស្រមោលខ្មៅមួយចំនួនបានលួចចូលទៅក្នុងឃ្លាំងខាងក្រៅផ្ទះយើងហើយលួចដាក់ហឹបឈើធំចំនួន10ដែលធ្ងន់ចូលទៅក្នុងរទេះសេះរបស់ក្រុមពាណិជ្ជករបងប្អូនបានពិនិត្យមើលហើយគឺសុទ្ធតែជាអាវុធនិងស្នាធ្ងន់គ្រូនេះគឺពួកគេចង់ទម្លាក់កំហុសមកលើពួកយើងថាជាអ្នកក្បត់ជាតិម៉ាក់កូននឹងនាំមនុស្សទៅយកអាវុធទាំងនេះទៅប្រគល់ជូនសាលាជំនឿក្តីដើម្បីលាតត្រដាងពួកគេនៅចំពោះមុខមហាជនយកទៅប្រគល់ឲ្យវិញតើធ្វើបែបនោះបានយ៉ាងម៉េចទៅក្នុងពេលដែលគ្រូខំប្រឹងរៀបចំឆាកល្ខោនយ៉ាងនេះបើយើងមិនសម្ដែងឲ្យចប់ទេតើមិនខូចចិត្តនឹងបំណងល្អរបស់ចៅឆឹងហ្វឹងទេមឹងវឹងតើអ្វីដែលឲ្យអ្នកតាមរយៈពួកឈ្មោះលោករកធានជាតិចិត្តខ្មៅនៅតំបន់គ្រោះមហន្តរាយកណ្ដាលប្រទេសដើម្បីតាមរកតម្រុយនោះតើអ្នករៀបចំរួចរាល់ហើយឬនៅគឺនៅទីនេះទាំងអស់ហើយនេះគឺជាឯកសារលម្អិតអំពីការដែលចៅហ្វាយខេត្តកាត់កងប្រាក់ខែទីហ៊ានអស់រយៈពេល10ឆ្នាំមកនេះហើយលួចបែងចែកផលប្រយោជន៍ជាមួយចៅសេនសៀងនៅរាជធានីរួមទាំងសម្បត្តិសម្ងាត់ដែលឆ្លើយឆ្លងពីពីផងស្តាំគឺរំលាយធ្វើជាដៃគោហើយដាក់ចូលទៅក្នុងហឹបឈើធំដែលពួកគេបានផ្ញើមកវិញថ្ងៃស្អែកយើងនឹងសម្ដែងរឿងកលបួងពោះចេញពីក្នុងរូងជូនលោកចៅវាយខេត្តមើលបិទខ្លោងទ្វារក្រុងខ្ញុំទទួលបានដំណឹងសម្ងាត់ថាក្រុមពាណិជ្ជករត្រកូលប៉ៃប្រើឈ្មោះថាធ្វើជំនួញប៉ុន្តែតាមពិតទៅបានលួចបង្កប់អាវុធយោធាធុនធ្ងន់ដើម្បីលក់ឲ្យស្រូវនៅខាងក្រៅក្នុងបំណងក្បត់ជាតិលោកចៅវាយខេត្តបាយអាចញ៉ាំផ្ដេសផ្ដាសបានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាសបានទេរទេះរបស់ត្រកូលប៉ៃយើងដឹកតែនឹងរបស់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះតើអាវុធមកពីណាមានឬមិនមានគឺដឹងនៅពេលដែលឆែកឆេរទៅអ្នកណាខ្លះនៅទីនេះទៅរុះរទេះសេះដែលគ្រប់ដោយក្រណាត់ខ្មៅនោះឲ្យខ្ញុំបងប្អូនអ្នកស្រុកទាំងអស់គ្នាសូមមើលឲ្យច្បាស់បើថ្ងៃនេះរកឃើញអាវុធត្រកូលប៉ៃនឹងត្រូវទទួលទោសប្រហារជីវិតទាំងគ្រួសារបើកហឹបលោកម្ចាស់គឺសៀវភៅកនីទេតើអាចទៅរួចយ៉ាងម៉េចទៅខ្ញុំទើបតែទទួលបានដំណឹងពីអ្នកស្រីប៉ៃថាលោកចៅហ្វាយខេត្តបានចាប់បានទំនិញយោធាធុនធ្ងន់មួយចំនួននៅខ្លោងទ្វារក្រុងដែលពាក់ព័ន្ធនឹងភាពរុងរឿងមានជីវិតរបស់កងទ័ពទាំងពីរខេត្តទើបខ្ញុំមកពិនិត្យមើលលោកឧត្តមសេនីយ៍ជាងមកដល់ទាន់ពេលល្អណាស់លោកចៅហ្វាយខេត្តទើបតែបានរកឃើញភស្តុតាងជាក់ស្ដែងពីក្បួនរទេះរបស់ត្រកូលប៉ៃខ្ញុំអំពីការដែលគាត់បានកឹបកេងប្រាក់ខែទាហាននិងកាត់កងស្បៀងយោធាអស់រយៈពេល10ឆ្នាំមកនេះឆ្នាំទី8នៃរជ្ជកាលជៀនភីងបានបញ្ជូនប្រាក់ 20,000 ដំឡឹងទៅឲ្យតុងយីដែលត្រូវបានកត់ត្រាក្នុងបញ្ជីនេះជប់អានទៅនោះជារបស់ខ្លែងខ្លាយទេពួកឯងកំពុងតែមួលបង្កាច់ខ្ញុំមន្ត្រីពុករលួយកងទ័ពជួរមុខរបស់ខ្ញុំត្រូវស្លាប់ដោយសារត្រជាក់និងអត់ឃ្លាននៅតាមព្រំដែនតាមពិតទៅវាបានធ្លាក់ចូលក្នុងហោប៉ៅរបស់ឯងនិងលោកនាយករដ្ឋមន្ត្រីចៅទាំងអស់ចាប់ខ្លួនជនក្បត់ជាតិដែលកឹបកេងប្រាក់ខែទាហាននេះទៅលោកនាយករដ្ឋមន្ត្រីចៅផ្ទៃមេឃនៅភៀកពីយប់នេះបានផ្លាស់ប្ដូរទាំងស្រុងហើយកូនអុកចុងក្រោយរបស់លោកនៅតាមព្រំដែនក៏ត្រូវដកចេញដែរខ្ញុំចង់ដឹងថាតើលោកអាចនៅធ្វើជាមន្ត្រីក្នុងរាជធានីបានយូរប៉ុណ្ណាទៀតចៅតុងឯងគ្រាន់តែជាមេតបការពារតំបន់ម្នាក់ប៉ុណ្ណោះតើអ្នកណាឲ្យអំណាចឯងមកចាប់ខ្លួនមន្ត្រីរាជការបែបនេះខ្ញុំជាមន្ត្រីថ្នាក់ទី4ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រផ្ទាល់
តាមច្បាប់មានតែព្រះរាជបញ្ជារបស់ព្រះមហាក្សត្រប៉ុណ្ណោះទើបអាចកាត់ទោសខ្ញុំបានអានផៃឡាននាងជាស្រីអាក្រក់ហ៊ានខ្លាញ់បន្លំបញ្ជីកនីនិងលិខិតសម្ងាត់ព្រមទាំងខុបខិតជាមួយមេតបដើម្បីមួលបង្កាច់មន្ត្រីរាជការរងចាំឲ្យខ្ញុំដាក់ញត្តិទៅរាជធានីនិងដាក់លើទោសរបស់នាយករដ្ឋមន្ត្រីចៅសិនចាំមើលខ្ញុំនឹងឲ្យត្រកូលប៉ៃរបស់នាងត្រូវប្រហារជីវិតទាំងពូជចិត្តស្លាប់ទៅហើយនៅតែមាត់រឹងទៀតបញ្ជីស្បៀងយោធានៅក្នុងហឹបឈើធំនោះត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់បញ្ជីកនីតើអ្នកណាបានឃើញហឹបឈើនោះត្រូវបានរកឃើញនៅក្នុងក្បួនពាណិជ្ជកររបស់ត្រកូលប៉ៃខ្ញុំអាចប្រាប់ទៅថ្នាក់លើថាត្រកូលប៉ៃរបស់ពួកឯងបានខ្លាញ់បន្លំបញ្ជីកនីដើម្បីការពារខ្លួនហើយមួលបង្កាច់ខ្ញុំពួកឯងគ្មានស័ក្តិសិទ្ធិទេនេះបើទៅដល់រាជធានីគឺគ្មានស័ក្តិសិទ្ធិអ្វីទាំងអស់មេតបជាងគ្មានសិទ្ធិកាត់ទោសលោកទេចុះបើជាខ្ញុំវិញលោកចៅហ្វាយខេតនិយាយថាគ្មានស័ក្តិសិទ្ធិមែនទេមន្ត្រីកណេឲ្យចំណិតរបស់លោកម្នាក់នេះពេលកំពុងរត់គេចខ្លួនជាមួយមាសប្រាក់ពីក្នុងសម្បុកចោលនៅភ្នំហៃហ្វឹងត្រូវបានកងទ័ពជួរមុខរបស់ខ្ញុំចាប់បានផ្ទាល់ដៃលោកមេបញ្ជាការសូមមេត្តាជីវិតផងទាំងអស់នេះគឺតាមបញ្ជារបស់លោកចៅហ្វាយខេតទេកាត់កងស្បៀងតបឲ្យធ្វើបញ្ជីខ្លាំងខ្លាយហើយកាលពីយប់មិញដែលលួចដាក់អាវុធចូលក្នុងក្បួនរថយន្តត្រកូលបៃក៏សុទ្ធតែជាការបង្ខំរបស់គាត់ដែរខ្ញុំហ៊ានធ្វើខ្ញុំនៅមានត្រាខ្លាំងខ្លាយដែលគាត់ឆ្លាក់ដោយខ្លួនឯងសម្រាប់ដកហូតស្បៀងតបទៀតផងលោកលីរឿងនេះសុទ្ធតែជាបំណងរបស់លោកនាយករដ្ឋមន្ត្រីចៅទេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះលោកលីលោកមិនអាចសម្លាប់ខ្ញុំបានទេខ្ញុំជាមន្ត្រីរាជការលោកប្រើច្បាប់ទាហានមកកាត់ទោសមន្ត្រីរាជការវាជារឿងហាមឃាត់ធ្ងន់ធ្ងរណាស់រឿងហាមឃាត់ឬក្នុងពេលមានសង្គ្រាមនៅតាមព្រំដែនអ្នកណាដែលស៊ីសំណូកស្បៀងតបឬកាត់កងស្បៀងតបសុទ្ធតែត្រូវទទួលទោសតាមច្បាប់ទាហានអ្នកកាប់ផ្ដាច់ស្បៀងរបស់កងទ័ពយើងទាំងពីរខេត្តដែលមានគ្នា100000នាក់គឺមានទោសប្រហារជីវិតអូជនក្បត់ជាតិម្នាក់នេះចេញទៅក្រៅសាលាហើយកាត់ទោសតាមច្បាប់ទាហាននៅទីនោះតែម្ដងឈប់សិនទេពួកអ្នកមិនអាចសម្លាប់ខ្ញុំបានទេចៅឈឹងជាងជួយខ្ញុំផងចាប់ពួកអ្នកទោសទាំងអស់នេះដាក់គុកហើយសួរចម្លើយឲ្យបានហ្មត់ចត់លោកស្រីអានការដកស្គលមហារាជនេះពិតជាពេញចិត្តណាស់បើមិនមែនដោយសារលោកស្រីប្រើល្បិចកទេនោះខាងកងទ័ពយើងប្រហែលជាមិនអាចរកឃើញភស្តុតាងរឹងមាំរបស់កញ្ជ្រោងចាស់នេះឡើយប៉ុន្តែការសម្លាប់ចៅហ្វាយខេត្តបែបនេះខាងរាជធានីប្រកាសជាខឹងសម្បាខ្លាំងណាស់ហើយលោកនាយករដ្ឋមន្ត្រីចៅប្រកាសជាយកលេងនេះមកធ្វើរឿងធំដើម្បីបញ្ជូនអ្នកថ្មីមកទៀតចៅហ្វាយខេត្តថ្មីមកគ្រប់គ្រងខេត្តលៀងចៅគាត់បញ្ជូនមកបញ្ចូលឡើយនៃរបស់លោកស្រីគឺចាប់ពីថ្ងៃនេះទៅរដ្ឋបាលនៅតំបន់ភាគពីយប់ត្រូវតែរៀបចំឡើងវិញទាំងស្រុងតំណែងចៅហ្វាយខេត្តនិងចៅហ្វាយស្រុកដែលទំនេរនេះគឺសិស្សដែលយល់ដឹងពីការកសិកម្មនៅតាមព្រំដែននិងមានចិត្តតែមួយជាមួយសាលាបាយរបស់យើងគឺអាចមកបំពេញតំណែងនេះបាននៃរបស់លោកស្រីគឺយើងជ្រើសរើសមនុស្សដែលខ្លួនឯងប៉ុន្តែការរៀបសំណាក់នឹងទទួលស្គាល់ដែរទេឥឡូវនេះតំបន់កណ្ដាលកំពុងជួបគ្រោះរាំងស្ងួតជីវិតរបស់ឃ្លាំងស្បៀងទូទាំងប្រទេសគឺស្ថិតនៅក្នុងដៃត្រកូលបៃនិងកងទ័ពលៀងជើរបស់យើងបើហុងតែឆ្លាតគាត់នឹងដឹងថាដែលខេត្តនៅភាគពីយប់នេះគាត់មិនអាចវិបំបែកបានឡើយលោកលីជំហានបន្ទាប់គឺត្រូវការឲ្យខាងកងទ័ពនិងប្រជាជនលៀងជើរួមគ្នាជូនកាដូធំមួយដល់ហុងទេពីរោះណាស់គឺបង្ខំចិត្តទទួលស្គាល់ច្បាប់ទម្លាប់នៅភាគពីយប់របស់យើងលោកស្រីអាននេះគឺជាឆាត់ប្រជាជនដែលប្រជាជន100000នាក់នៅលៀងជើបានធ្វើជូនលោកស្រីបើគ្មានត្រកូលបៃទេនោះតំបន់ភាគពីយប់ប្រកាសជាមានមនុស្សអត់ឃ្លានស្លាប់ពេញផ្លូវយូរមកហើយពួកយើងជាប្រជាជនសាមញ្ញសុខចិត្តយកជីវិតមកធានាពីភាពស្អាតស្អំរបស់ត្រកូលបៃលោកស្រីអាននេះគឺជាឯកសារធានាពីសំណាក់កងទ័ពលៀងជើដែរចុះហត្ថលេខាដែលមេតបនិងនីតិហ៊ានសរុប126នាក់រួមគ្នាតបសេះដៃទាំង100000នាក់នៃលៀងជើសុំស្ប៉ោស្លាប់ដើម្បីធានាឲ្យត្រកូលបៃសុំស្ប៉ោស្លាប់ដើម្បីធានាឲ្យត្រកូលបៃពេលវេលាបានមកដល់ហើយជីឈីងរៀបចំសេះលឿនឲ្យបានគ្រប់ចំនួនហើយបញ្ជូនកាដូធំទាំងពីរនេះរួមជាមួយលិខិតដែលត្រកូលបៃរបស់យើងសន្យាផ្ដល់ស្បៀងអាហារតម្លៃសមរម្យចំនួន200,000ដាំជារៀងរាល់ឆ្នាំជូនរាជសំណាក់ឲ្យទៅដល់មុខព្រះភ័ក្ត្រជាបន្ទាន់ហ្វុងតេអានភេឡានកំពុងប្រើល្បិចយកហុងតែធ្វើជាចំណាប់ខ្មាំងដើម្បីបញ្ជាមន្ត្រីផ្ទៃទៀតគាត់ញុះញង់ទាហាននៅតាមព្រំដែននិងប្រជាជនមើលទៅដូចជាសុំឲ្យបើកការកាត់ក្តីរឿងចាស់ឡើងវិញប៉ុន្តែតាមពិតទៅគឺកំពុងប្រើអំណាចយោធានិងស្បៀងអាហារនៅភាគពីយប់មកគំរាមកំហែងហុងតេនេះគឺជាសញ្ញានៃការក្បត់សុំហុងតេចេញរីជង្ការឲ្យលើកតបទៅបង្ក្រាបការបះបោរនេះជាបន្ទាន់ហុងតេមិនអាចធ្វើបែបនេះបានដាច់ខាតបច្ចុប្បន្នតំបន់កណ្ដាលកំពុងជួបគ្រោះរាំងស្ងួតឃ្លាំងរាជការគ្មានស្បៀងជនភៀសខ្លួនក្នុងរាជធានីកំពុងរស់នៅដោយសារតែផ្លូវដឹកជញ្ជូនស្បៀងពីភាគពីយប់របស់ត្រកូលបៃប៉ុណ្ណោះប៉ុន្តែបើបង្ខំឲ្យលៀងជើបះបោរនៅពេលនេះនោះរាជវង្សតាស្វាននឹងដួលរលំក្នុងពេលដ៏ខ្លីលើកតបតើយកអ្វីទៅលើកតបតើឲ្យទាហានដែលកំពុងឃ្លានទៅច្បាំងជាមួយតបសេះដៃដ៏ខ្លាំងក្លារបស់លៀងជើឬសូមហុងតេពិនិត្យមើលលិខិតរបស់អានភេឡានគាត់គ្រាន់តែសុំការអនុគ្រោះឲ្យកាត់ក្តីរឿងចាស់ឡើងវិញប៉ុណ្ណោះហើយគាត់សន្យាថានឹងធានាស្បៀងអាហារឲ្យតំបន់កណ្ដាលជារៀងរាល់ឆ្នាំនេះគឺជាល្បិចចំហរបស់គាត់យកកាំបិតមកដាក់លើករបស់ខ្ញុំដោយផ្ទាល់ហើយខ្ញុំថែមទាំងត្រូវបង្ខំចិត្តទទួលស្គាល់វាទៀតចេញពីជំការមកថារឿងក្តីពុករលួយរបស់អតីតមន្ត្រីជាន់ខ្ពស់បៃជីងយួនកាលពីអតីតកាលមានចំណុចគួរឲ្យសង្ស័យច្រើនសូមឲ្យតុលាការកំពូលក្រសួងយុទ្ធភ័ពនិងស្ថាប័នត្រួតពិនិត្យរួមគ្នាបើកការស៊ើបអង្កេតឡើងវិញជាបន្ទាន់ហុងតេចៅភូរឿងក្តីនេះកាលពីមុនគឺអ្នកជាអ្នកចាត់ចែងដោយផ្ទាល់ឥឡូវនេះភស្តុតាងរឹងមាំនៃការស៊ីសំណូករបស់ចៅហ្វាយខេត្តលៀងជើបានមកដល់រាជធានីហើយដែលពាក់ព័ន្ធនឹងការដែលអ្នកទទួលសំណូកនិងមួលបង្កាច់អ្នកស្មោះត្រង់តើអ្នកមានអ្វីចង់និយាយទៀតទេហុងតេខ្ញុំគ្មានកំហុសទេទាំងអស់នេះគឺដើម្បីព្រះមហាក្សត្រដើម្បីរាជវាំង
អ្នកណាទៅចាប់ចៅភូយកទៅដាក់គុករងចាំការកាត់ទោសទេទីក្រុងនេះពិតជាអស្ចារ្យណាស់ការជំនុំជម្រះក្តីដោយស្ថាប័នទាំង3បានបញ្ចប់ហើយជនក្បត់ចៅបានទទួលស្គាល់កំហុសរបស់ខ្លួនព្រះមហាក្សត្របានចេញរាជចំការដើម្បីជំនះរាល់ភាពយុត្តិធម៌ដែលលោកម្ចាស់ចាស់បានទទួលការពីអតីតកាលនិងស្ដារកិត្តិយសឡើងវិញលោកឪពុកតើវិញ្ញាណក្ខន្ធរបស់លោកឪពុកបានឃើញដែរឬទេភាពយុត្តិធម៌របស់ត្រកូល3ត្រូវបានជំនះអស់ហើយជីតាត្រូវបានជំនះកំហុសហើយចែកគ្មានអ្វីត្រូវស្ដាយក្រោយទៀតទេក្នុងជីវិតនេះមេឃលឺហើយ ចាប់ពីថ្ងៃនេះទៅត្រកូល3អាចងើបមុខឡើងបានយ៉ាងពេញទំហឹងហើយ ដោយព្រះរាជបញ្ជាពីព្រះមហាក្សត្រអតីតមន្ត្រីជាន់ខ្ពស់បៃជីងយួនពេញមួយជីវិតមានភាពស្មោះត្រង់និងសុចរិតគឺដោយសារតែការបោកបញ្ឆោតពីពួកមន្ត្រីពុករលួយទើបពេលនេះភាពអយុត្តិធម៌ត្រូវបានជំរះស្ដារកិត្តិយសឡើងវិញនិងប្រទានងារជាថៃប៉ាវមានចិត្តអាណិតអាសូរដល់ប្រជារាស្ត្រមានគុណធម៌ជួយសង្គ្រោះប្រជាជននិងរក្សាការពារព្រំដែនបានយ៉ាងល្អប្រសើរទើបប្រទានងារដល់ត្រកូលបៃជីជីនគូគង់តពូត សូមព្រះមហាក្សត្រទ្រង់ព្រះជន្មាយុ10000ឆ្នាំ លោកជំទាវជីនគូគង់សូមមេត្តាអញ្ជើញក្រោកឡើងព្រះមហាក្សត្របានប្រទានភូមិគ្រឹះជីនគូគង់នៅរាជធានីរួចហើយរងចាំតែលោកជំទាវនិងលោកម្ចាស់ទាំងប៉ុន្មានរៀបចំអីវ៉ាន់ប៉ុណ្ណោះ សូមអរព្រះគុណចំពោះព្រះមេត្តាប្រោសប្រទានប៉ុន្តែភូមិគ្រឹះនៅរាជធានីនោះត្រកូល3របស់ពួកយើងនឹងមិនទៅរស់នៅទេ លោកជំទាវនោះគឺជាទីក្រុងរាជធានីណាតំបន់ដាច់ស្រយាលនៅភាគពីយប់នេះតើវាសមនឹងឋានៈរបស់ជីនគូគង់យ៉ាងដូចម្តេចទៅ ឫសគល់របស់ត្រកូល3ត្រូវបានដាំយ៉ាងជ្រៅនៅទីនេះហើយពួកយើងនឹងមិនទៅណាទៀតទេ សូមថ្វាយបង្គំលោកជំទាវបៃនិងលោកម្ចាស់ជីនគូគង់3ឆ្នាំកន្លងផុតទៅត្រកូលបៃបានប្រែក្លាយពីដីថ្មរហោស្ថានមកជាអ្នកដែលគ្រប់គ្រងស្ថានភាពទាំងមូលនៅលៀងជើត្រកូលបៃទាំងមូលមានសមាជិកច្រើននិងពូកែទាំងផ្នែកអក្សរសាស្ត្រនិងក្បាច់គុនវាបានក្លាយជាមហាអំណាចដែលមិនអាចរង្គើបានបៃជីងយួនឲ្យរឿងរ៉ាវដែលអ្នកបន្សល់ទុកខ្ញុំបានជំរះវាឲ្យស្អាតអស់ហើយភាពអយុត្តិធម៌របស់ត្រកូល3ត្រូវបានជំរះហើយមានមុខមាត់ហើយកូនចៅក៏មានសមត្ថភាពអ្នកនៅក្រោមដីអាចបិទភ្នែកបានហើយ ជីឈីងត្រៀមជំនួយ ឥឡូវនេះត្រកូល3មានអំណាចខ្លាំងពេកដែលអាចបង្កគ្រោះថ្នាក់ដល់រាជបល្ល័ង្កប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំឲ្យច្បាស់ថាឫសគល់របស់ត្រកូល3មិនមែនផ្អែកលើផ្ទាំងសាលាដែលព្រះចៅអធិរាជប្រទានឲ្យនោះទេតែវាស្ថិតនៅលើប្រព័ន្ធស្រោចស្រពនិងវាលស្រែសណ្តែកនៅខាងក្រៅនោះឯងដែលជាឆ្នាំងបាយរបស់ប្រជាជនទាំង100000នាក់នៅលីងជើចាប់ពីពេលនេះទៅកូនចៅត្រកូល3ទោះបីជាធ្វើធំដល់កម្រិតណាក៏ដោយប្រសិនបើហ៊ានប្រព្រឹត្តអំពើពុករលួយឬជិះជាន់អ្នកស្រុករហូតបាត់បង់ឫសគល់នៃការរស់នៅនេះនឹងត្រូវដកឈ្មោះចេញពីបញ្ជីត្រកូលភ្លាមហើយស្លាប់ទៅក៏មិនឲ្យចូលក្នុងភ្នូរត្រកូលដែរ សូមគោរពតាមបញ្ជាការបង្រៀនរបស់ម្ដាយទាំង5កូនចៅត្រកូលបៃត្រូវតែរស់នៅដោយស្មោះត្រង់និងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់